បទចម្រៀងដែលអចេតនាបន្តិចរបស់ខ្ញុំបានធ្វើឲ្យការស្លៀកពាក់របស់មនុស្សស្រីក្នុងទីក្រុងត្រូវបានហោះហើរអំពីខ្ញុំបានបញ្ចេញច្រមុះពណ៌ដោយចៃដន្យហើយបាននាំគ្រោះមហន្តរាយដ៏ធំដល់ប្រទេសមួយភ្លាមដោយសារខ្ញុំងាយស្រួលទិញផ្ទៃកញ្ចក់អេកូឡូស៊ីចាស់វាមានពិភពតូចមួយនៅខាងក្នុងចំណុចខ្មៅក្រាស់លើផ្ទៃមិនមែនជាស្រមោចទេប៉ុន្តែជាសត្វតូចដែលរស់នៅចំណែកខ្ញុំវិញគេមើលឃើញថាខ្ញុំជាជីវិតដែលអាចនាំមកនូវសេចក្តីសង្គ្រោះនៅពេលនេះមនុស្សតូចជាង 10000 នាក់កំពុងលុតជង្គង់នៅមុខអាសនៈអធិរាជខ្យល់ក្នុងចំណោមប្រជាជនតូចបានលើកដៃឡើងលើមេឃអោព្រះជាម្ចាស់ឲ្យ3ឆ្នាំ Day 10 មានគ្រោះមហន្តរាយគ្រប់ទីកន្លែងមនុស្សរាប់រយនាក់កំពុងស្រេកឃ្លាននឹងវេទនាហាក់ដូចជាមេឃបង្ខំពួកគេឲ្យធ្លាក់ទៅក្នុងទីចុងក្រោយសូមដាក់ទោសខ្ញុំនឹងត្រីហ៊ុយតែម្នាក់ឯងកុំបន្តចំណាយលុយច្រើនពេកលើប្រជាជនខ្ញុំសំឡេងខ្សោយរបស់គាត់បានរសាត់ចូលត្រចៀកខ្ញុំពេលខ្ញុំញ៉ាំអាហារពេលព្រឹកដូច្នេះខ្ញុំរើសនំមួយដុំមកដាក់នៅជិតអាសនៈបន្ទាប់មកខ្ញុំក៏ដកវ៉ែនតាចេញភ្លាមដើម្បីសង្កេតមើលប្រតិកម្មរបស់មនុស្សតូចឃើញតែក្នុងនគរធំលុយធ្វើពីផើងដីឥដ្ឋត្រៃហ៊យកំពុងលុតជង្គង់នៅមុខអាសនៈលោកវ៉ាន់បានវាយមន្ត្រីពីក្រោយទាំងស្រក់ទឹកភ្នែកនៅពេលនេះមេឃស្រាប់តែងឹតត្រៃហ៊យងើយក្បាលដោយការសង្ស័យហើយបានឃើញមរាមដៃយ៉ាក់ពីដូចជាសសរដូចព្រះឡើងទៅលើមេឃអង្រួនពុកនិងស្មៅទៅឆ្ងាយភ្លាមនោះអាចផ្កាយមួយបានបញ្ចេញសម្លេងចម្លែកហើយធ្លាក់នៅក្បែរអាសនៈរាជធានីទាំងមូលក៏រំកិលទៅដោយហិង្សាត្រៃហ៊យភ័យណាស់ក៏ដួលទៅដីមុននឹងគាត់អាចមានប្រតិកម្មក្លិនក្រអូបដ៏ជក់ចិត្តបានសាយភីពេញទីក្រុងទាំងមូលទាហានបានមកប្រើកាំបិតកាត់នំមួយដុំរួចដាល់ត្រង់ពោះគាត់វិនាទីបន្ទាប់ទាហានបានលោតឡើងយ៉ាងរំភើបព្រះករុណានេះហើយជាអាហារដែលអាចបរិភោគបានឆ្ងាញ់ណាស់រាងកាយមានអារម្មណ៍ពេញដោយកម្លាំងឬដូច្នោះត្រៃហ៊យលែងចាប់អារម្មណ៍នឹងព្រះចៅអធិរាជប្រញាប់ប្រញាល់ទៅរកនំខេកហើយញាប់ដៃញាប់ជើងធម្មពលដ៏ផ្អែមល្ហែមបានបំពេញរាងកាយរបស់គាត់ភ្លាមអាហារដែលព្រះប្រទានមកនេះជាអភូតហេតុតើអាចទេដែលព្រះពិតត្រៃហ៊យស្រាប់តែលុតជង្គង់លើដីហើយទះក្បាល3ដងខ្លាំងអតីតអធិរាជជំនាន់ទី9 ម៉ៃឈွန်ឃីវហៅ Fine Fuang Emperor បានចុះមកអំតាក់លួងដើម្បីសរសើរខ្ញុំចំពោះព្រះគុណរបស់គាត់ក្នុងការជួយសង្គ្រោះជីវិតរបស់ខ្ញុំឃើញទស្សនវិជ្ជានេះមហាជនរាប់ម៉ឺននាក់ក៏លុតក្បាលយ៉ាងព្រឺព្រួចនៅពេលដំណើរគ្នានោះសំឡេងមេកានិកត្រជាក់បានបន្លឺឡើងនៅក្នុងក្បាលរបស់ខ្ញុំដោយដឹងថាម្ចាស់ផ្ទះកំពុងតាក់ទងជាមួយអ្នកកាន់តំណែងមុនដ៏អស្ចារ្យនៃរាជវង្សខ្នាតតូចប្រព័ន្ធនៃការបង្កើតបានរកឃើញដោយជោគជ័យនៅអត្តសញ្ញាណបច្ចុប្បន្នរបស់ម្ចាស់ផ្ទះថាជាព្រះហៅ Fine ដែលមានទំនួលខុសត្រូវគឺដើម្បីការពារនិងអន្តរាគមន៍ក្នុងរាជវង្សមុនរជ្ជកាលដើម្បីប្រមូលផលអនុគ្រោះដ៏ទេវភាពដែលអាចត្រូវបានជួញដូរសម្រាប់ជំនាញមិនចេះចប់និងជំនាញជោគវាសនានៃលុយធំនាពេលបច្ចុប្បន្នជិតដល់គ្រោះថ្នាក់ជារយៈពេល3ឆ្នាំនៃសត្រូវបរទេសដែលលាក់ខ្លួនគ្រប់ទីទីខ្ញុំក្រឡេកមើលខូគីពាក់កណ្ដាលដែលនៅសល់ក្នុងដៃជ្រុងមាត់មិនអាចទប់ចិត្តបានខ្ញុំបានចំណាយប្រាក់50 យួនដើម្បីទិញខូគីហើយបានប្រគល់វាទៅមនុស្សមួយក្រុមដែលហៅខ្ញុំថាទេពអប្សរតើមានអ្វីប្រសើរជាងធ្វើជាម្ចាស់ផ្ទះខ្ញុំក្រឡេកមើលក្រុមមនុស្សតូចនៅក្នុងកន្លែងទទួលទានអាហាររហូតដល់ភ្នែករបស់ខ្ញុំភ្លឺឡើងវាជារឿងចម្លែកមួយដែលញ៉ាំរបស់នីមួយដោយមិនថប់ដង្ហើមដូច្នេះខ្ញុំចាប់មុខដបទឹករ៉ែមួយតម្រង់ទៅទន្លេស្ងួតហើយចាក់វាចុះនៅពេលនេះអ្នកមានកំពុងចែករំលែកលុយនោះរំពេចនោះមាននរណាម្នាក់បានចង្អុលទៅមេឃហើយស្រែកទៅកាន់កាឡាក់ស៊ីព្រះគឺដូចជាទឹកមនុស្សតូចទាំងអស់មើលទៅក្នុងទីដៃរបស់គាត់ឃើញតែឌីសក្រហមមូលដ៏ធំមួយចុះមកជាបណ្ដាលទឹកជ្រោះថ្លាហូរចុះពីលើមេឃទឹកពេញទន្លេភ្លាមឃើញបែបនេះសេដ្ឋីទាំងអស់ក៏ស្ទុះចូលទឹកទន្លេទៅផឹកស៊ីអស់ចិត្តទឹកនេះផ្អែមណាស់ហើយគ្មានខ្សាច់ឬភក់អ្វីទាំងអស់សម្រាប់មនុស្សសម័យបុរាណដែលផឹកតែទឹកអណ្ដូងចាស់ទឹករ៉ែមិនខុសពីខ្វាញ់ឈងហ្គកដេចទេទ្រីវហើយរំភើបចិត្តខ្លាំងទឹកថ្លាហៀចេញព្រះហាងធានមិនចោលលុយធំទេលុយធំសន្សំហើយសំឡេងរំលឹកប្រព័ន្ធក៏បន្លឺឡើងម្ដងទៀតនៅពេលនេះបន្ទាប់ពីភ្លៀងមួយមេបានធ្លាក់មកលើម្ចាស់ផ្ទះភាពស្មោះត្រង់របស់អ្នកមានកើនឡើងដោយទទួលបានពិន្ទុបន្ថែមចំនួន500ខ្ញុំបានជូតដៃដោយរីករាយចំណុចព្រះគុណនេះងាយស្រួលរកណាស់ខណៈពេលដែលខ្ញុំហៀបនឹងស្រាវជ្រាវហាងប្រព័ន្ធខ្ញុំបានរកឃើញផ្សែងដ៏គួរឲ្យព្រួយបារម្ភដែលហក់ចេញពីផ្ទៃអេកូឡូស៊ីខ្ញុំបានទៅជិតកែមដើម្បីពិនិត្យភ្លាមកងទ័ពងឹតមួយកំពុងធ្វើដំណើរឆ្ពោះទៅមុខពួកគេបានរៀបការជាមួយសត្វចម្លែកដូចជាមនុស្សស្លាប់គ្រប់ទីកន្លែងដែលពួកគេបានឆ្លងកាត់ភូមិរបស់ប្រាក់ធំត្រូវបានទឹកនាំទៅនឹងបំផ្លាញខ្ញុំបានក្រឡេកមើលទៅរាជធានីម្ដងទៀតមេតបដែលយាមរាជធានីគឺនៅចំពោះមុខព្រះចៅអធិរាជត្រៃហ៊យត្រកូលចោដៃចំនួន30,000 នាក់នៅភាគខាងជើងបានចុចច្រកព្រំដែនរួចហើយឆ្កែចប់ព្រៃទាំងអស់បានមកដល់ចម្ងាយ10ម៉ាយល៍នៅខាងក្រៅទីក្រុងកងទ័ពយើងគ្មានផ្លូវវិលវិញទេអ្នកមានសប្បាយចិត្តដូចឈួតហើយឥឡូវនេះពួកគេមានអារម្មណ៍ថាធ្លាក់ចូលក្នុងបន្ទប់ទឹកកកត្រៃហ៊យអស់សង្ឃឹមសម្លឹងមើលទ័ពសេះពីចម្ងាយធម្មជាតិដ៏កាចសាហាវរបស់ទ័ពសេះរាល់ពេលដែលពួកគេបំផ្លាញបន្ទាយនោះពួកគេនឹងធ្វើឲ្យកម្រិតបន្ទាយជាក់ជាមិនខាន10ថ្ងៃក្រោយមកលុយនឹងលែងមានទៀតហើយកងទ័ពទាំងមូលបានស្ដាប់បញ្ជាពីអ្នកការពាររាជធានីទោះបីយើងប្រយុទ្ធនឹងបរិសុទ្ធចុងក្រោយក៏ដោយក៏យើងមិនអនុញ្ញាតឲ្យអ្នកព្រៃផ្សៃសំបីតែពាក់កណ្ដាលជំហានដែរនៅពេលនេះកងទ័ពត្រកូលលែងបានមកដល់ក្រំទីក្រុង
ត្រកូលខះឡែងបានបង្ហាញស្នាមញឹមដ៏ត្រជាក់និងខូខើអ្នកចម្បាំងដ៏ក្លាហានបានស្ដាប់បញ្ជាហើយរៀបចំវាយកំទេចទីក្រុងឃើញទស្សនវិជ្នេះខ្ញុំបានរើសកន្ទុយវែងមួយគូចេញចូលតំបន់ដែលខ្ញុំការពារពិតជាធុញទ្រាន់នឹងការរស់នៅដោយនិយាយចប់កន្ទុយដែលគ្រប់គ្រងដោយខ្ញុំបានវាយចំចំហយ៉ាងត្រឹមត្រូវនៅពីមុខកងទ័ពត្រកូលឡែងភ្លាមនោះដីបានបើកប្រហោងជ្រៅទាហាន Wolf Clan រាប់មិនអស់បានធ្លាក់ចុះក្នុងរយៈពេលតិចជាង10វិនាទីកងទ័ពដែលមានតម្លៃ30,000អ្នករួចហើយបានបាត់បង់កាន់តែច្រើនត្រកូលខាន់ឡើងលើក្បាលដោយភិតភ័យតើនេះជាសត្វចម្លែកបែបណានៅលើជញ្ជាំងទីក្រុង Tri Huen បានមើលទស្សនវិជ្ជានេះភ្លាមប្រាជ្ញាដ៏ទេវភាពនេះគឺជាច្បាប់ដ៏ទេវភាពរបស់ព្រះស្ថានសួគ៌ក្រោមនិយាយដូច្នេះគាត់បានលើកដាវវែងរបស់គាត់យ៉ាងរំភើបឧត្តមសេនីយ៍ព្រះហាវធានចាំយើងចេញទៅច្បាំងនឹងសត្រូវសិលរបស់កងទ័ពដ៏ខ្លាំងក្លាក៏ស្ទុះរត់ចេញពីទ្វារក្រុងលៀននឹងបានលុបចោលសំណល់នៃត្រកូលលែងខ្លាចស្លាប់បន្ទាប់ពី Tri Huen បានដឹកនាំកងទ័ពរបស់គាត់ត្រឡប់ទៅរកជ័យជំនះដ៏អស្ចារ្យសម្លេងរំលឹកនៃប្រព័ន្ធក៏បន្លឺឡើងម្ចាស់ផ្ទះកម្ចាត់កងទ័ពត្រកូលលែងសង្គ្រោះវិបត្តិដ៏អស្ចារ្យនិងទទួលបានពិន្ទុបន្ថែមពី000សូមអបអរសាទរចំពោះម្ចាស់ផ្ទះដែលទទួលបានគំនូរផលិតសម្រាប់ជើឆ្កាង Year Catline ចាស់តើខ្ញុំអាចប្រើវាជាមួយ Tri Huen បានឬអត់ដោយមិនស្ទាក់ស្ទើរខ្ញុំបានចុចបញ្ជាក់រូបគំនូរនោះបានប្រែទៅជាពន្លឺមួយហើយចូលទៅក្នុងក្បាលរបស់ Tri Huen បន្ទាប់ពី Tri Huen បានទទួលចំណេះដឹងភ្លាមគាត់ក៏ដឹកនាំខ្មោច Mandarin ទៅថ្វាយបង្គំអរគុណច្រើនចំពោះព្រះសម្រាប់ពររបស់គាត់គេឆាយត្រូវបានរក្សាទុកខ្ញុំមកក្បាលដោយពេញចិត្តនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបើចង់លេងខ្ញុំនឹងបង្វែរលុយធំទៅប្រទេសខ្លាំងជាងគេមួយខែបានកន្លងផុតទៅតាំងពីចការរបស់រាជវង្សឈៀនទៅមុខប៉ុន្តែក្នុងក្រសែភ្នែកខ្ញុំមានតែប៉ុន្មានម៉ោងប៉ុណ្ណោះបានកន្លងផុតទៅសម្រាប់មនុស្សខ្នាតតូចនៅក្នុងអាណាចក្រអេកូឡូស៊ីខែនេះពិតជាយុគសម័យអភូតហេតុខ្ញុំបានចំណាយពី000ពិន្ទុលើគំនូររួមជាមួយនឹងទឹកនិងជីហើយបន្ទាប់មកប្រគល់វាទាំងអស់ទៅព្រះចៅអធិរាជតែម្ដងមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំក៏បានយកអង្ករឆៅមួយដុំបំបែកជាបន្ទះតូចជាច្រើនសន្លឹកហើយយកទៅសាបក្នុងដេមហាសេដ្ឋីចំពោះអ្នកមានវិញវាជានាគអមតៈដែលធំជាងបាយអស្រវឹងទៅទៀតដីស្ងួតនៅខាងក្រៅបន្ទាយមាសបានផ្ទុះឡើងជាថ្មីដំណឹងថាបន្ទាយមាសនៃមហាអមតៈត្រូវបានការពារដោយព្រះបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញពិភពលោកប៉ុន្តែទីក្រុងដ៏អស្ចារ្យទាំង3ដែលមានអំណាចយោធាដ៏អស្ចារ្យមិនត្រឹមតែមិនបានចូលទៅក្នុងរាជធានីដើម្បីគោរពនោះទេប៉ុន្តែផ្ទុយទៅវិញភ្នែករបស់ពួកគេប្រែជាក្រហមមេដឹកនាំនៃទីក្រុងធំទាំង3បានចាប់ដៃគ្នាភ្លាមប្រមូលផ្ដុំពួកឧទាមចំនួន150,000នាក់លើកទង់ជាតិដើម្បីកម្ចាត់ពួកបិសាចនិងបានកាន់កាប់ដោយផ្ទាល់នៅទន្លេដែលមានជាងគេបំផុតទាំង3នៅភាគខាងត្បូងក្នុងពេលជាមួយគ្នានេះដោយពឹងផ្អែកលើបន្ទាយទន្លេឡាមដ៏គ្រោះថ្នាក់ពួកគេបានរារាំងឈាមនៃប្រាក់ដ៏អស្ចារ្យដោយធម្មជាតិមេឧទាមថែមទាំងបានដាក់សញ្ញាឈើនៅលើជញ្ជាំងបន្ទាយដោយប្រើអក្សរខ្លាំងឬសរសេរពាក្យប្រមាថដើម្បីលើកទឹកចិត្តសិលធម៌នៅទីក្រុងឡាមយ៉េងមេដឹកនាំកងទ័ពឧទាមកំពុងផឹកស្រាដើម្បីកំសាន្តខ្លួនគាត់នៅក្នុងវាំងដោយកាន់នារីដ៏ស្រស់ស្អាតម្នាក់នៅក្នុងដៃរបស់គាត់ហើយធានព្រះនោះជាអ្វីប្រសិនបើអ្នកមានភាពក្លាហានកាត់ទីក្រុងឡាមយ៉េងរបស់យើងពាក់កណ្ដាលសូម្បីតែហ្វែនលុយក៏មិនអាចបំផ្លាញជញ្ជាំងរបស់យើងបានដែរឮដូច្នោះខ្ញុំសើចយ៉ាងត្រជាក់ទោះបីមនុស្សតូចម្នាក់ហ៊ានជេរខ្ញុំចំក្បាលក៏ដោយចូលចិត្តធ្វើវាបុរាណមែនទេគ្រាន់តែរងចាំខ្ញុំដើរមើលក្នុងថតមួយសន្ទុះដោយយកថ្មកែវខ្លះដែលខ្ញុំធ្លាប់លេងជាមួយកាលនៅក្មេងខ្ញុំដាក់ថ្មម៉ាបនៅលើម្រាមដៃរបស់ខ្ញុំតម្រង់ទៅជញ្ជាំងឡាមយ៉េងហើយផ្លុំវាថ្នមវិនាទីបន្ទាប់បានទម្លុះច្រកទ្វារដ៏ធំនៃបន្ទាយឡាមយ៉េងដោយផ្ទាល់ដោយបានទម្លាក់ភ្នាសដ៏ធំនៃពួកឧទាមមេដឹកនាំកងទ័ពឧទាមមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងដែលធ្វើឲ្យបាល់ហោះចេញទៅលើទីលានតើនោះជាអ្វីតើពិតជាមានព្យុះកូរន្ទះមែនទេឃើញដូច្នេះខ្ញុំសើចហាក់ដូចជាក្រុមស្តង់ដាររបស់ខ្ញុំនៅដូចមុនដែរប៉ុន្តែមិនទាន់បានធ្វើនៅឡើយទេបន្ទាប់មកខ្ញុំលក់ថ្មម៉ាបក្នុងដៃម្ដងមួយថ្មម៉ាបនីមួយគាត់វាឡាមយ៉ាងបុកជញ្ជាំងក្រុងមួយប៉ព្រិចភ្នែករលកដ៏រន្ធត់នេះក៏បានធ្វើឲ្យអគារជុំវិញវារលំដែរមុនពេលដែលកងទ័ពអាចស្រែកយំពួកគេបានជាប់ក្នុងគ្រោះមហន្តរាយត្រឹមតែ1នាទីខ្លីទាំងឡាមយ៉េងដែលត្រូវបានគេនិយាយថាមានកំពែងរឹងមាំនិងមិនអាចបំបែកបានប្រែក្លាយទៅជាតំបន់នៃប្រាសាទ Tri Huen ពីជំងីបានឃើញទស្សនវិជ្ជានោះហើយក្រឡេកមករកខ្ញុំដោយភិតភ័យភាពស្ញប់ស្ញែងរបស់លោកបានឈានដល់កម្រិតកំពូលនៅពេលនេះសំឡេងប្រមានប្រព័ន្ធបានបន្លឺឡើងម្ដងទៀតម្ចាស់ផ្ទះមើលទៅអស្ចារ្យលុយធំដែលបញ្ចប់ការបង្រួបបង្រួមពិភពលោកទទួលបាន8,000ពិន្ទុបន្ថែមនៃព្រះគុណលក្ខខណ្ឌសម្រាប់ការលោតចូលទៅក្នុងអរិយធម៌បុរាណត្រូវបានសម្រេចដោះសោគំនូរអនុវត្តការសម្លាប់បឋមរូបមន្តថ្នាំស្ពឹកខ្មៅខ្ញុំញឹមហើយយកថ្មកែវមកវិញយុគសម័យនៃអាវុធត្រជាក់បានចប់ហើយបន្ទាប់មកសូមឲ្យលុយធំមានអារម្មណ៍ថាមានធម៌ពលផ្ទុះក្រោយពីបានធ្វើឲ្យក្រុងធំ3បានស្ងប់ហើយរាជវង្សមុនបានស្វាគមន៍ភាពរុងរឿងមិនធ្លាប់មានពីមុនមកដោយមានជំនួយពីវេទមន្តខ្មៅនិងបច្ចេកទេសថ្នាំភ្លើងដែលខ្ញុំបានបង្រៀនកានងទី1ត្រូវបានរុញចូលទៅក្នុងទីក្រុងនីមួយជ័យឆែនចូលដល់យុគសម័យភ្លើងជាផ្លូវការប៉ុន្តែខ្ញុំច្បាស់ណាស់ថាការលោតផ្លោះនៃអរិយធម៌តែងតែអំដោយមហិច្ឆតាអំណាចថ្ងៃនោះខ្ញុំទំនេរហើយគ្មានអ្វីធ្វើទេពាក់វ៉ែនតានៅពេលដើរល្បាតទឹកដីរបស់អ្នក
នៅពេលខ្ញុំស្កេនផ្នែកកាំភ្លើងធំនៃនាយកដ្ឋានថ្មើរជើងក្នុងរដ្ឋធានីខ្ញុំបានរកឃើញមនុស្សតិចតួចដែលលួចលាក់ខ្ញុំបានលើកវ៉ែនតារបស់ខ្ញុំហើយមើលយ៉ាងជិតហើយវាបានក្លាយជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យឡាមយ៉ែនដែលជាអ្នកជាមួយចំនួនរបស់គាត់ឡាមយ៉ែនចង្អុលទៅគំនរស្លាបភ្លើងខ្មៅរសៀលនេះព្រះអង្គម្ចាស់នឹងបាញ់សាក់លបងកាំភ្លើងធំថ្មីចូលបដូរស្លាបភ្លើងទាំងអស់នេះទៅជាចិន្តាសាមរួចដាក់សៀវភៅមួយបាច់ក្នុងកាណុងហើយប្រគល់ទៅឲ្យសម្ដេចព្រះបរមរតនកោដ្ឋឮដូច្នោះអ្នកចំណិតភ័យញ័រដោយស្លឹកឈើប្រសិនបើរឿងនេះផ្ទុះឡើងព្រះអង្គម្ចាស់ទូបង្គំនឹងបាក់បែកជាមិនខានឡាមយ៉ែនស្រក់ទឹកភ្នែកយ៉ាងត្រជាក់វាជាការត្រឹមត្រូវដែលបាក់ឆ្អឹងព្រះករុណាទ្រង់មានព្រះតីស្រឡាញ់ចំពោះព្រះដ៏មានព្រះភិក្ខដែលបានប្រគល់អំណាចទាំងឡាយនៃលោកនេះដល់ព្រះបរមរាជាដរាបណារាជបុត្រជួបប្រទះនឹងបញ្ហាបុរសចំណាស់និងឆ្លៀតឱកាសពីភាពចលាចលហើយផ្ទួចផ្ដើមបញ្ហាតើអ្វីទៅជាមូលដ្ឋាននៃលុយដ៏អស្ចារ្យនេះនៅយាងសុនដែលមិនអាចជារបស់គ្រួសារឡាមលុះដូច្នេះខ្ញុំសើចយ៉ាងត្រជាក់ហ៊ានបាញ់ព្រួញក្រោមត្របកភ្នែកម្ចាស់ផ្ទះបណ្ដោះអាសន្នតើអ្នកពិតជាគិតថាខ្ញុំខ្វាក់មែនទេដើម្បីដោះស្រាយជាមួយមនុស្សតូចតាចនេះខ្ញុំថែមទាំងប្រើវិធីសាស្ត្រទៀតផងដរាបណាខ្ញុំមានគំនិតមួយខ្ញុំបានបើកមុខងារផ្សព្វផ្សាយដែនដ៏ទេវភាពរបស់ប្រព័ន្ធហើយបន្ទាប់មកសម្លេងរបស់ខ្ញុំបានបន្លឺឡើងនៅលើមេឃពីលើទីក្រុងទាំងមូលរដ្ឋមន្ត្រីឡាមយ៉ែនកំពុងលាក់ខ្លួននៅក្នុងឃ្លាំងក្រោមដីដែលកំពុងឆាប់ឆេះគ្រោងនឹងកំទេចកាំភ្លើងធំនិងធ្វើបាបខ្លួនភ្លាមដោយមិនបង្អង់យូរបទចម្រៀងដែលអចេតនាបន្តិចរបស់ខ្ញុំបានធ្វើឲ្យការស្លៀកពាក់របស់មនុស្សស្រីក្នុងទីក្រុងត្រូវបានហោះហើរអំពីខ្ញុំបានបញ្ចេញច្រមុះពណ៌ដោយចៃដន្យហើយបាននាំគ្រោះមហន្តរាយដ៏ធំដល់ប្រទេសមួយភ្លាមដោយសារខ្ញុំងាយស្រួលទិញផ្ទៃកញ្ចក់អេកូឡូស៊ីចាស់វាមានពិភពតូចមួយនៅខាងក្នុងចំណុចខ្មៅក្រាស់លើផ្ទៃមិនមែនជាស្រមោចទេប៉ុន្តែជាសត្វតូចដែលរស់នៅចំណែកខ្ញុំវិញគេមើលឃើញថាខ្ញុំជាជីវិតដែលអាចនាំមកនូវសេចក្តីសង្គ្រោះនៅពេលនេះមនុស្សតូចជាង 10000 នាក់កំពុងលុតជង្គង់នៅមុខអាសនៈអធិរាជក្នុងចំណោមប្រជាជនតូចបានលើកដៃឡើងលើមេឃពេលសម្លេងខ្ញុំចប់ប្រជាជនក្នុងរាជធានីក៏បើកភ្នែកធំហើយបើកមាត់សម្លេងនិយាយដើមបានបន្លឺឡើងគ្រប់ទីកន្លែងខ្ញុំមើលទៅបន្ទប់សិក្សារាជព្រះចៅអធិរាជយ៉ាវខ្វាន់ស្រាប់តែក្រោកឈរឡើងឡាំយ៉ែនចៅចាស់ហ៊ានធ្វើផែនការធ្វើបាបសម្ដេចក្រមព្រះតើខ្ញុំជាមនុស្សងាយនឹងបបបញ្ឆោតឬព្រះបានប្រាប់ខ្ញុំអំពីកន្លែងលាក់ខ្លួនរបស់ឡាមហយប្រមូលទាហានដើរលេងនៅក្នុងទីក្រុងហើយចាប់ខ្លួនឡាមហយនិងក្រុមគាត់ភ្លាមនាំមកមុនខ្ញុំត្រូវតែដោះស្រាយជាមួយជនក្បត់នេះឮដូច្នោះពួក Musketeers បានចេញទៅក្រៅភ្លាមជុំវិញឃ្លាំងគ្រាប់រំសេវនៅពេលនេះឡាមហយបានដួលទៅនឹងដីតើព្រះពិតជាមានអំណាចមែនឬយើងពិតជារួចរាល់ហើយក្រុម Musketeers បានទាត់ទ្វារឃ្លាំងថ្នាំភ្លើងហើយទាញឡាមយ៉ែនចេញនៅរសៀលថ្ងៃនោះលោកឡាមយ៉ែនត្រូវបានកាត់ទោសភ្លាមឃើញទស្សនវិជ្ជានេះហើយមានអារម្មណ៍រំភើបចិត្តជាខ្លាំងអ្នករាល់គ្នាដែលនិយាយបានធ្វើឲ្យខ្ញុំពិបាកខ្ញុំបានប្រឆាំងដាច់ខាតមួយឃ្លាពីខ្ញុំងាយស្រួលដោះស្រាយគ្រោះថ្នាក់ដ៏ធំមួយតើធ្នូដំបងពិបាកណីណាគិតបែបនេះខ្ញុំក៏ផ្អៀងទៅលើសាឡុងនៅក្នុងពិភពពិតវាគឺជាពាក់កណ្ដាលរដូវក្តៅខ្ញុំបានបើកម៉ាស៊ីនត្រជាក់យ៉ាងងាយស្រួលហើយសីតុណ្ហភាពធ្លាក់ចុះត្រង់ទៅ15ដឺក្រេនៅពេលនេះសំឡេងរំលឹកដ៏ត្រជាក់របស់ប្រព័ន្ធបានបន្លឺឡើងនៅក្នុងក្បាលរបស់ខ្ញុំការព្រមានម្ចាស់ផ្ទះបានបើកម៉ាស៊ីនត្រជាក់ដើម្បីឲ្យត្រជាក់ចុះរលកត្រជាក់ខ្លាំងបានបោកបក់ពីពេញប្រាក់ដ៏ធំទាំងមូលប្រសិនបើអ្នកមិនប្រតិកម្មភ្លាមទេលុយធំនឹងធ្លាក់ចូលទៅក្នុងវិបត្តិរស់រានមានជីវិតដែលមិនធ្លាប់មានពីមុនមកឬដូច្នោះខ្ញុំក្រឡេកមើលយ៉ាងជិតខ្យល់ត្រជាក់ក៏បក់ចេញពីរន្ធម៉ាស៊ីនត្រជាក់គ្រាន់តែផ្លុំលើផ្ទៃអេកូឡូស៊ីសម្រាប់ខ្ញុំវាគ្រាន់តែជាខ្យល់ត្រជាក់ប៉ុន្តែសម្រាប់រាជវង្សដើមបាននិយាយតាមប្រព័ន្ធអេកូឡូស៊ីវាដូចជាចូលទៅក្នុងយុគសម័យទឹកកកខ្ញុំបិទម៉ាស៊ីនត្រជាក់ភ្លាមព្រះឲ្យភ្លេចអំពីរឿងនេះបន្ទាប់មកខ្ញុំបានដើរយ៉ាងលឿនទៅខាងអេកូឡូស៊ីនៅក្នុងពិភពតូចមួយដែលមានខ្យល់បក់បោកទន្លេការពីបានកកជាយូរចំហាយទឹកក្នុងខ្យល់បានបង្រួបបង្រួមប្រែទៅជាដុំព្រើលទំហំប៉ុនបាតដៃដែលបានធ្លាក់មកមនុស្សក្នុងយុគដ៏អស្ចារ្យមិនអាចរៀបចំបានទាន់ពេលហើយត្រជាក់ខ្លាំងរហូតដល់រាងកាយទាំងមូលប្រែជាស្លេកមនុស្សរាប់ពាន់អ្នកធ្លាក់ក្នុងព្រើលមនុស្សរាប់លានអ្នកសម្លឹងមើលមេឃទាំងអស់សង្ឃឹមមហាធិរាជហាវធានឡើងឋានសួគ៌អង្វរអ្នកឲ្យសន្សំលុយធំម្ដងទៀតសង្គ្រោះប្រជាជនរបស់ខ្ញុំមើលទៅបរិស្ថានវឹកវរនិងបំផ្លិចបំផ្លាញភាពធន់និងសីតុណ្ហភាពនៃពិភពខ្នាតតូចគឺខ្សោយពេកបើអ្នកទុកវាឲ្យក្តៅតាមធម្មជាតិនោះមនុស្សនៅខាងក្នុងអ្នកនឹងលែងមានទៀតហើយដូច្នេះហើយខ្ញុំប្រញាប់ទៅទូខោអាវជីកអាវកបាសចាស់ដែលមិនទាន់ប្រើរួចទាញភួយស្នោមួយក្តាប់ធំចេញបន្ទាប់មកប្រើមើមខ្ទាស់គ្រាប់កបាសទាំងនេះហើយបាច់វាលើទ្រង់ប្រាក់ធំបង្កើតបានជាភួយដ៏កក់ក្ដៅមួយមនុស្សសម័យបុរាណងើបក្បាលឡើងដោយភ្ញាក់ផ្អើលវត្ថុដែលធ្លាក់នោះហាក់មិនមែនជាព្រិលទេប៉ុន្តែមានរោមពេយៈជាងនេះទៅទៀតសក់ទាំងនេះមានភាពកក់ក្ដៅណាស់ពួកគេប្រកាសជាមានភាពកក់ក្ដៅឃើញទស្សនវិជ្ជានេះសត្វក៏លូនចូលកបាសភ្លាមខ្ញុំបានដាក់ឧបករណ៍កម្ដៅតូចមួយនៅជាប់នឹងផ្ទៃអេកូឡូស៊ីដើម្បីធ្វើឲ្យមានតុល្យភាពសីតុណ្ហភាពនៅក្នុងធុងដោយរងចាំរហូតដល់សីតុណ្ហភាពត្រឡប់មកធម្មតាវិញខ្ញុំបានដករោមនីមួយចេញទឹកភ្នែកត្រៃហ៊យស្រក់ចុះហើយគាត់អោនក្បាលឆ្ពោះទៅមេឃសូមបួងសួងឲ្យខ្ញុំហៅហ្វែនហ្វួងការពារខ្ញុំហើយសន្សំលុយខ្ញុំម្ដងទៀតសំឡេងប្រមានប្រព័ន្ធបានបន្លឺឡើងម្ដងទៀតម្ចាស់ផ្ទះដោះស្រាយវិបត្តិទឹកកកជួយសង្គ្រោះមនុស្សយ៉ាងច្រើនទទួលបានពិន្ទុអនុគ្រោះចំនួន10,000បន្ថែមដោះសោធម្មពលដើម្បីបំបែកនិងបញ្ជូនវត្ថុផ្សេងហើយអាចបំបែកវត្ថុតាមអំពើចិត្តហើយបញ្ជូនវាទៅកាន់ពិភពខ្នាតតូចលុះដូច្នេះខ្ញុំមានអារម្មណ៍ថាមានកំហុសមួយរំពេចយ៉ាងណាមិញពេលនេះគ្រោះថ្នាក់គឺបណ្ដាលមកពីខ្ញុំមិនរំពឹងថានឹងរក្សាទុកផលវិបាកដោយខ្លួនឯងទេហើយនៅតែទទួលបានពិន្ទុល្អដូច្នេះតើខ្ញុំមិនអាចពឹងផ្អែកលើកំហុសនេះដើម្បីទទួលបានព្រះគុណឬប៉ុន្តែខ្ញុំបានបដិសេធគំនិតនោះភ្លាម
ខ្ញុំនៅតែសម្រេចចិត្តធ្វើជាព្រះដែលស្រឡាញ់ប្រជារាស្ត្រដូចកូនចៅរបស់គាត់vàលេងច្រើនវាខូចទាំងអស់ខ្ញុំបានសាកល្បងសមត្ថភាពថ្មីរបស់ខ្ញុំម្ដងទៀតសមត្ថភាពដោះស្រាយនេះមិនអាក្រក់ទេដូចស្ថានភាពនៅពេលនេះខ្ញុំអាចបំបែក Fivers ទៅជាទំហំសមស្របហើយបន្ទាប់មកបែងចែកវាឲ្យស្មើគ្នាក្នុងចំណោមអ្នករស់នៅនីមួយពេលនេះពេលខ្ញុំទម្លាក់រោមនេះខ្ញុំខ្លាចថាបើខ្ញុំ twist ប្រហែសបន្តិចខ្ញុំនឹងកំទេចចោលក្នុងជីវិតតូចមួយបន្ទាប់មកខ្ញុំក៏ដួលលើសាឡុងហើយរៀបចំខ្លួនគេងយ៉ាងណាមិញការខ្លាចជាព្រះមិនមែនជាកិច្ចការងាយស្រួលនោះទេនៅព្រឹកបន្ទាប់ពីភ្ញាក់ពីគេងខ្ញុំក៏លាតត្រដាងភ្នែករបស់ខ្ញុំបានក្រឡេកមើលបរិស្ថានវិទ្យានៅលើតុតែដោយអចេតនាវាហាក់ដូចជាមានភាពច្របូកច្របល់នៅខាងក្នុងខ្ញុំភ្ញាក់ឡើងភ្លាមហើយប្រញាប់ប្រញោលទៅកាន់ផ្ទៃអេកូឡូស៊ីរីជវងឥឡូវត្រូវភ្លើងឆាបឆេះជញ្ជាំងបានរលំជាងពាក់កណ្ដាលមនុស្សតិចតួចនៅតាមដងផ្លូវបានរត់គ្រប់ទីកន្លែងឃើញដូច្នោះខ្ញុំក៏ងឿងឆ្ងល់វាមានសន្តិភាពតែប៉ុន្មានថ្ងៃប៉ុណ្ណោះមិនក៏ជួគ្នាទៀតតើនៅមានជនក្បត់ជាតិទៀតទេខ្ញុំផ្អៀងទៅជិតផ្ទៃអេកូឡូស៊ីហើយពិនិត្យវាដោយប្រុងប្រយ័ត្នរោមពេញខ្លួនរបស់គាត់ក្រោកឈរឡើងភ្លាមគ្រាន់តែឃើញសត្វពីងចាប់បក្សីធំដូចកណ្ដាប់ដៃមនុស្សធំដាក់វានៅក្នុងសម្រាប់ខ្ញុំភាគច្រើនវាគ្រាន់តែជាការគួរឲ្យខ្លាចបន្តិចប៉ុណ្ណោះប៉ុន្តែចំពោះមនុស្សតូចនៅក្នុងអាណាចក្រអេកូឡូស៊ីនេះមិនមែនជាសត្វពីងនោះទេប៉ុន្តែជាសត្វចម្លែកដែលបំផ្លាញពិភពលោកពីបុរាណមេតបដែលយាមទីក្រុងបានយកដាវមកបាញ់ចំខ្ញុំដាច់ខាតគុំឲ្យបិសាចជិះជាន់វាំងនៅពេលគាត់និយាយចប់កានងបាញ់រាប់សិបដើមពីប្រាក់ដ៏អស្ចារ្យបានបាញ់ក្នុងពេលដំណើរគ្នាប៉ុន្តែកាំភ្លើងធំរាប់សិបគ្រាប់ដែលត្រូវបានបាញ់ទៅលើសត្វពីងដែលចាប់សត្វស្លាប់នោះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីឡើយសត្វពីងចាប់បានខឹងនឹងកាំជ្រួចហើយភ្លាមនោះបានប្រើជើងខាងមុខមួយដើម្បីបក់ទៅកាន់មនុស្សគ្រប់គ្នាមេតបធំជាង100នាក់បានដួលភ្លាមហើយបន្ទាប់មកវាបើកមាត់ធំហៀទឹកមាត់ចេញពីមាត់ដែលមានជាតិពុលពណ៌បៃតងខ្មៅភ្នាសធំនៅក្នុងផ្ទះរបស់មនុស្សបានរលួយភ្លាមទៅជាទឹកខ្មៅត្រៃហៀនផ្ទាល់បានដឹកនាំកងទ័ពដើម្បីតាក់ទាញការចាប់អារម្មណ៍ពីសត្វពីងដើម្បីជួយប្រជាជនដកថយគ្រប់គ្នាបានព្យាយាមរក្សាភាពស្ងប់ស្ងាត់មួយរយៈរហូតដល់ Hellfire Thuong លើកឡើងថាគាត់អាចកម្ចាត់បិសាចនេះបានយ៉ាងប្រាកដឃើញដូច្នេះខ្ញុំខឹងនឹងតោតើសត្វពីងដ៏អាក្រក់នេះមកពីណាហ៊ានធ្វើបាបប្រជាជនខ្ញុំពិតជាគួរឲ្យធន់ខ្ញុំបានរើសំចូលមេកានិកដ៏រឹងមាំមួយហើយទទួលវានៅនឹងកន្លែងបក្សីដែលទទួលចានបានបន្លឺសំឡេងយំសោករំពេចនោះអ្នករាល់គ្នាចង់ប្រញាប់ប្រញោលទៅរក Try Hien ប៉ុន្តែមិនអាចរើបាននៅពេលដែលខ្ញុំឃើញថាសត្វពីងបាត់បង់សមត្ថភាពក្នុងការផ្លាស់ទីខ្ញុំបានរត់យ៉ាងលឿនទៅកាន់បន្ទប់ផ្ទុកទំនិញយកវត្ថុអគ្គិសនីដ៏មានឥទ្ធិពលរបស់អ្នកបន្ទាប់ពីត្រឡប់ទៅធុងអេកូឡូស៊ីវិញខ្ញុំបានសង្កត់វត្ថុអគ្គិសនីដោយបង្ខំទៅលើសត្វពីងដែលចាប់សត្វស្លាប់តាមទស្សនៈរបស់មនុស្សសម័យទំនើបផ្ទៃមេឃទាំងមូលត្រូវបានគ្របដណ្ដប់ដោយសំណាញ់យក្សធានឡយក៏ធ្វើតាមត្រឹមតែ1វិនាទីប៉ុណ្ណោះសត្វពីងត្រូវឆេះជាសាកសពបន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះសំឡេងហូកកញ្ជ្រៀវបានផ្ទុះពេញសាលដោយការបាក់ដីTry Hien លុតជង្គង់នៅមុខប្រាសាទរាជវាំងសម្លឹងមើលគោលាន់នៅលើមេឃស្ដេច Hellfire Thuong បានលេចមកនៅ Nine Fine Hien Loy ព្រះហៅធានអាយុយឺនយូរខ្ញុំធ្វើការលើអំណាចវាំងសំឡេងប្រមានប្រព័ន្ធបានបន្លឺឡើងម្ដងទៀតម្ចាស់ផ្ទះប្រើភ្លេចបន្ទោដើម្បីបំផ្លាញសត្វចម្លែកដែលបំផ្លាញពិភពលោកការពីអរិយធម៌ទំនើបនិងទទួលបានពិន្ទុបន្ថែម50,000មួយខែក្រោយមកនៅក្នុងពិភពខ្នាតតូចនៅលើទីលាននៃប្រាសាទដ៏អស្ចារ្យរូបសំណាកមាសរបស់រូបខ្ញុំត្រូវបានសាងសង់ឡើងឥឡូវនេះរឿងដំបូងដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃបន្ទាប់ពីភ្ញាក់ពីគេងគឺយកវ៉ែនតារបស់ខ្ញុំពេលដើរល្បាតពិភពខ្នាតតូចយ៉ាងណាមិញមនុស្សសម័យបុរាណសពថ្ងៃមានជំនឿដ៏កាចសាហាវហើយព្រះគុណដ៏ទេវភាពក៏លោតញាប់ដូចទឹកហូររលេចមើលប្រទេសខ្ញុំបន្តិចក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលដែរប៉ុន្តែថ្ងៃនេះខ្ញុំបានរកឃើញមនុស្សចម្លែកមួយចំនួនពួកគេស្លៀកពាក់ខុសពីមនុស្សចាស់ពេលអ្នកមើលអ្នកដឹងថាមានបញ្ហាអ្នកដឹកនាំមើលជុំវិញដោយប្រយ័ត្នប្រយែងហើយយកដុំរំសេវផ្ទុះចេញពីទ្រូងរបស់គាត់ដៃគូ3នាក់ដែលនៅក្បែរគាត់បានឡោមព័ទ្ធគាត់ភ្លាមហើយបោះខ្សែភ្លើងចូលទៅជ្រុងឃ្លាំងគ្រាប់រំសេវអ្នកដឹកនាំសើចយ៉ាងត្រជាក់ហើយដុតខ្សែភ្លើងនៅពេលដែលកញ្ចប់ជាតិផ្ទុះនេះផ្ទុះពាក់កណ្ដាលនៃបន្ទីនឹងត្រូវបំផ្ទុះឃើញទស្សនវិជ្ជានេះខ្ញុំក៏លើកទឹកត្រជាក់កន្លះកែវដាក់លើតូប្រែសមត្ថភាពបំបែកសារធាតុទឹកមួយដំណក់តូចប៉ុនគ្រាប់ស្រូវធ្លាក់មកលើផ្ទៃអេកូឡូស៊ីយ៉ាងត្រឹមត្រូវពន្លត់ផ្កាភ្លើងដែលទើបតែរឡើងអ្នកដឹកនាំមើលទៅដោយងឿងឆ្ងល់ចំពោះការណែនាំបន្ទាប់មកក៏មើលទៅលើមេឃដែលគ្មានពពកតើមានអ្វីកើតឡើងតើទឹកមកពីណាមេដឹកនាំដែលមិនចង់បានព្យាយាមពីរបីដងទៀតប៉ុន្តែខ្ញុំបានបញ្ឈប់គាត់រាល់ពេលមេដឹកនាំខឹងបានគប់គ្រាប់បែកលើខ្លួនខ្ញុំមិនជឿថាមានរឿងខ្មោចនេះទេអ្នកគ្រប់ខ្ញុំហើយប្រញាប់ចូលមន្ត្រីក្រមអវាទស្រាតមើលកញ្ចប់ជាតិផ្ទុះបោសបំភ្លឺដោយផ្ទាល់គ្រឿងផ្ទុះគ្រោះថ្នាក់ពេកយើងនឹងជាប់ពាក់ព័ន្ធមេដឹកនាំយកដំបងវីពាក់កណ្ដាលខ្ញុំខ្លាចអ្វីមួយនឹងផ្ទុះឃ្លាំងស្លាប់ភ្លើងនេះលុយពាក់កណ្ដាលនៃដើមទុននឹងលែងមានទៀតហើយទោះបីជាយើងបញ្ចប់នៅទីនេះជាមួយគ្នាក៏ដោយវានឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យនៅពេលនេះខ្ញុំធុញទ្រាន់នឹងការលេងខ្ញុំបង្រួបបង្រួមទឹកទៅជាពុះទឹកបានប្រញាប់ប្រញោលទៅរកអ្នកស៊ើបការទាំង4ប៉ុន្មានវិនាទីក្រោយមកមនុស្សទាំង4នាក់ត្រូវបានចាក់សោក្នុងទ្រុងពេញប៉ោងទឹកពួកគេបានតស៊ូយ៉ាងឃ្លាវខ្លាប៉ុន្តែទោះជាពួកគេធ្វើអ្វីក៏ដោយពួកគេមិនអាចបំបែកស្រទាប់ស្តើងនៃទឹកបានទេមេដឹកនាំភ័យស្លន់ស្លោនឹងដល់ពេញប៉ោងទឹកតើនេះជាអ្វីទៅតើអ្នកណាកំពុងខ្លាញ់ខ្លួនជាព្រះនឹងខ្មោច
បន្ទាប់មកខ្ញុំបានប្រើសម្លេងដើម្បីរាយការណ៍ពីស្ថានភាពនៅទីនេះទៅថៃហ៊ីនមួយសន្ទុះក្រោយមកវៀនឡាំខ្វានបានប្រញាប់ប្រញាល់មករកលុយបន្ទាប់ពីថៃហ៊ីនបានឃើញទស្សនវិជ្ជាយ៉ាងច្បាស់គាត់ក៏អោនក្បាលទៅកាន់មេឃយ៉ាងរំភើបសូមអរគុណចំពោះវត្តមានរបស់អ្នកនៅក្នុងទឹកដ៏ទេវភាពការពារឧស្សាហកម្មដ៏អស្ចារ្យរបស់យើងសូមខ្វាន់និងកុកងឺដែលនៅពីក្រោយគាត់ក៏មានប្រតិកម្មដោយលុតជង្គង់ដាក់គ្នាហើយសូត្រព្រះហៀងព្រះគុណដ៏ក្រៃលែងសម្លេងរំលឹករបស់ប្រព័ន្ធបានបន្លឺឡើងម្ដងទៀតម្ចាស់ផ្ទះបានបង្ហាញពីភាពអស្ចារ្យនិងអំណាចដ៏មហិមាកម្រិតនៃការជឿទុកចិត្តរបស់ប្រជាជនជាតិដល់កម្រិតឆ្កួតបានទទួលពិន្ទុព្រះគុណបន្ថែមចំនួន30,000ហើយការបង្កើនកម្រិតព្រះគុណធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អណាស់ចំណុចល្អនេះបានកើនឡើងលឿនពេកខ្ញុំបានក្រឡេកមើលអ្នកស៊ើបការដែលបានជ្រើសរើសម្ដងទៀតហើយបន្ទាប់មកភ្លាមនៅពេលដែលខ្ញុំផ្លាស់ទីស្ពានទឹកដែលជាប់ពួកគេភ្លាមបានបាក់អ្នកស៊ើបការពាក់កណ្ដាលស្នេហាបានដួលទៅនឹងដីឃើញដូច្នេះទ្រីវហ៊ឿនក៏ក្រវីដៃចាប់គេយ៉ាងត្រជាក់រង់ចាំមើលយ៉ាងណាមិញតើនរណាហ៊ានបង្កបញ្ហាក្រោមក្រសែភ្នែកអធិរាជហាវធានមេបញ្ជាការយោធាបានកាត់ចោលអ្នកស៊ើបការភ្លាមដំណើរការសួរចម្លើយគឺលឿនជាងការរំពឹងទុកមេដឹកនាំហក់ចេញឈាមពេញមាត់យើងជាមនុស្សនៃព្រះរាជាណាចក្រវិញ្ញាណចាស់ថ្មីនេះអ្នកបានបន្ថយអំណាចដ៏ទេវភាពរបស់អ្នកជាបន្តបន្ទាប់ដោយតាក់ទាញការចាប់អារម្មណ៍ពីព្រះចៅអធិរាជប៉ុន្តែអ្នកមិនគួរគិតថាអ្នកជាអ្នកមិនឈ្នះក្នុងលោកនេះឡើយឬដូច្នោះទ្រីវហ៊ូយៀនងឿងឆ្ងល់ថាតានកូគួយលីននៅណាហេតុអ្វីបានជាខ្ញុំមិនដែលបានលឺវាចៅក្រមក៏មើលមុខគ្នាដោយងឿងឆ្ងល់លឺដូច្នេះចារិកសាយដូចឈួតអ្នកឯងពិតជាគ្មានប្រយោជន៍ទេអង្គុយក្នុងអណ្ដូងនៅត្រើយម្ខាងនៃសមុទ្រគ្មានទីបញ្ចប់យើងជាជាតិវិញ្ញាណចាស់ជាម្ចាស់តាមពិតទៅប្រទេសយើងធំជាងយក្សរបស់អ្នក10 ដងក្រុមជើងឯករបស់យើងបានឆ្លងកាត់សមុទ្រដ៏អស្ចារ្យហើយនឹងទៅដល់ច្រាំងសមុទ្ររបស់អ្នកក្នុងរយៈពេលតិចជាង7 ថ្ងៃតើព្រះដែលហៅថាហាវធានហាវហ្វែនរបស់អ្នកមានសមរភូមិជាង1000នៅក្នុងព្រះរាជាណាចក្រកូលីងដែរឬទេពេលក្រុមមកដល់ភ្លាមលុយធំនឹងប្រែក្លាយទៅជាទីស្ងាត់ជ្រងត្រូវតែអោនមុខខ្ញុំជារៀងរហូតឬដូច្នោះទ្រីវហ៊ឿនបានទាត់គាត់ដល់ដីដោយហ៊ានមិនគោរពព្រះចៅអធិរាជហាងធានហើយអូសគាត់ទៅតុលាការខណៈដែលចារកម្មត្រូវបានអូសចេញមុខរបស់ត្រៃហ៊ីនកាន់តែធ្ងន់គាត់ដើរយ៉ាងលឿនទៅខាងមុខអាសនៈហើយលុតជង្គង់ចុះហាវហ្វែនព្រះឲ្យរឿងដ៏អស្ចារ្យកំពុងរងចាំការស្ដារឡើងវិញនៅកម្លាំងបរទេសដែលឈ្លានពានប្រទេសទាំងមូលស្នេហាតបជើងទឹកចាស់ខ្សោយខ្ញុំពិបាកទ្រាំនៅពេលនេះធុងអេកូឡូស៊ីនៅពីមុខភ្នែករបស់ខ្ញុំក៏លេចចេញមករំញ័រយ៉ាងខ្លាំងខ្យល់រដូវរងានៃធុងអេកូឡូស៊ីបានចាប់ផ្ដើមពង្រីកភ្លាមដោយអង្រួនកញ្ចក់ដែលបើកចំហដំបូងឈានដល់សមុទ្រហើយនៅចុងបញ្ចប់នៃសមុទ្រឡូម៉ូអាចមើលឃើញគ្រោងនៃទ្វីបមួយចំណុចខ្មៅក្រាស់កំពុងសើចនឹងខ្យល់ហើយខិតមកជិតតាមរយៈកញ្ចក់ខ្ញុំអាចមើលឃើញយ៉ាងច្បាស់នៅទូកក្ដោងដែលមានរូបរាងដ៏កាចសាហាវជាង1000នាក់កំពុងហោះហើរទង់ជាតិខលេងចម្រៀងដែលអចេតនាបន្តិចរបស់ខ្ញុំបានធ្វើឲ្យការស្លៀកពាក់របស់មនុស្សស្រីក្នុងទីក្រុងត្រូវបានហោះហើរអំពីខ្ញុំបានបញ្ចេញច្រមុះពណ៌ដោយចៃដន្យហើយបាននាំគ្រោះមហន្តរាយដ៏ធំដល់ប្រទេសមួយភ្លាមដោយសារខ្ញុំងាយស្រួលទិញផ្ទៃកញ្ចក់អេកូឡូស៊ីចាស់វាមានពិភពតូចមួយនៅខាងក្នុងចំណុចខ្មៅក្រាស់លើផ្ទៃមិនមែនជាស្រមោចទេប៉ុន្តែជាសត្វតូចដែលរស់នៅក្នុងពេលជាមួយគ្នានោះបន្ទះប្រព័ន្ធក៏បានលេចចេញនៅចំពោះមុខភ្នែករបស់ខ្ញុំផងដែរផែនទីពិភពលោកអេកូឡូស៊ីបានពង្រីករបៀបសង្គ្រាមត្រូវបានដោះសោហើយកម្លាំងថ្មីត្រូវបានរកឃើញអាណាចក្រវិញ្ញាណយក្សការក្រឡេកមើលដែនកំណត់ដែលជាប់ទាំងឥតឈប់ឈរលើផ្ទៃអេកូឡូស៊ីស្ទ្រីមនៃបំណងប្រាថ្នាចង់ដណ្ដើមយកបានភ្លាមនៅក្នុងចិត្តរបស់ខ្ញុំចង់ធ្វើឲ្យកងកម្លាំងទាំងអស់យកឈ្នះលើអំណាចដ៏ទេវភាពរបស់ខ្ញុំគិតបែបនេះខ្ញុំក៏យកកង្ហាអគ្គិសនីដាក់លើតូដើម្បីភ្លុំខ្យល់វាដល់ពេលហើយសម្រាប់អ្នកស្រមោចនៅក្រៅប្រទេសមានអារម្មណ៍បន្តិចអំពីការប៉ះទង្គិចឧតុនិយមដែលមកពីវិមាត្រខ្ពស់ជាងនេះ10នាទីក្រោយមកកងនាវារាប់ពាន់គ្រឿងបានបិទឆ្នេរសមុទ្រទាំងមូលនៃរាជវង្សដេឆែនក៏ប៉ាល់ពោពេញដោយទាហាន Kling Nation ពាក់មួកសុវត្ថិភាពមេទឹកនៃកងទ័ពរបស់ Leng Nation ដ៏ធំបានឈានជើងចូលទូកហើយសាយចំអក Trai Hyoen ស្ដាប់ឲ្យច្បាស់ខ្ញុំជាមេដ៏អស្ចារ្យរបស់អ្នកជេឈោកងនាវារបស់ខ្ញុំមានកប៉ាល់យក្សរាប់ពាន់គ្រឿងមកពី Leng Nation នៅទីនេះទូកនេសាទយក្សរាប់សិបគ្រឿងដែលអ្នកហ៊ានហៅខ្ញុំថាជាអ្នកបម្រើបន្ទាប់មកចុះចាញ់ភ្លាមដួលរលំនិងបំផ្លាញរូបសំណាករបស់ព្រះនៅក្នុងទីក្រុងរបស់អ្នកខ្ញុំនៅតែអាចទុកជីវិតរបស់អ្នកនៅលើជញ្ជាំងទីក្រុងធំរដ្ឋមន្ត្រីក្រសួងកិច្ចការយោធាបានលុតជង្គង់ចុះដោយទឹកមុខស្លេកព្រះករុណាជាអំចាស់ជីវិតលើត្បូងក្រុមការងារចាក់ពុតបានបុកទូកល្បាតរបស់យើងចំនួន3គ្រឿងឧត្តមនាវីឯកកំពុងដឹកនាំទូកដែលនៅសេសសល់ពីកំពង់ផែសមុទ្រប៉ុន្តែទូករបស់យើងតូចពេកហើយមិនអាចរារាំងការវាយប្រហាររបស់ពួកគេបានទេ Trai Hyoen សម្លឹងមើលឆ្នេរសមុទ្រដោយកំហឹងយើងមានការការពារពីព្រះហៅហ្វែនហើយកាំភ្លើងធំដែលព្រះបានបញ្ជូនចុះទូបីកប៉ាល់របស់ពួកគេមានចំនួនច្រើនក៏ដោយក៏ហុងនៅតែបោះជំហានទៅមុខកន្លះជំហានដោយទទួលបញ្ជាពីខ្ញុំកាំភ្លើងការពារឆ្នេរទាំងអស់បានផ្ទុកគ្រាប់កាំភ្លើងសម្រាប់ខ្ញុំតម្រង់មកលើទូកហើយវាយខ្លាំងតាមបញ្ជារបស់ទ្រង់បន្ទាយនានានៅឆ្នេរសមុទ្របានបាញ់ដំណើរគ្នាកាំភ្លើងធំរាប់សិបគ្រាប់ផ្លុំកញ្ចែឆ្ពោះទៅរកកងនាវាជាតិវិញ្ញាណយក្សប៉ុន្តែឆេឈោគ្រាន់តែសើចបន្ទាប់មកគាត់បានប្រវីដៃរបស់គាត់យ៉ាងខ្លាំងក្លាភីគីទាំងសងខាងនៃកងនាវាភ្លាមបានដំឡើងខែខ្មៅជាច្រើនស្រទាប់គ្រាប់ផ្លោងបានបុកនាវាផ្ទុកយន្តហោះដោយគ្រាន់តែបាញ់ចេញផ្កាភ្លើងពីរបីគ្រាប់ប៉ុណ្ណោះឃើញទស្សនវិជ្ជានេះស៊ីកហូបផ្ទុះសំណើចតើនេះជាអាវុធដែលហៅថាព្រះរបស់អ្នកឬខ្ញុំមិនមានរន្ធនៅក្នុងខែរបស់ខ្ញុំទេប៉ុន្តែខ្ញុំហ៊ានបង្ហាញវាដើម្បីឲ្យអ្នកមើលឃើញថាតើធម្មពលភ្លើងជាអ្វីកងទ័ពទាំងមូលបានស្ដាប់បង្គាប់ឲ្យវាយលុកបន្ទាយរបស់ខ្លួន
នៅវិនាទីបន្ទាប់កាណុងបាញ់ចំនួន700 ដាមនៅលើកងនាវាដ៏ធំរបស់ប្រទេសលេងបានបើកការបាញ់ប្រហារក្នុងពេលតែមួយគ្រាប់ផ្លោងបានធ្លាក់មកលើបន្ទាយឆ្នេរកាំភ្លើងធំនៃកាំភ្លើងធំត្រូវបានបំផ្លាញទាំងអស់ទាហានដែលជាប់គាំងក៏ត្រូវបានគេបោះចោលហើយពួកគេត្រូវបានបញ្ជាឲ្យរត់រហូតដល់កំពែងក្រុងព្រះអង្គម្ចាស់ស្ថានីយ៍រងខាងលិចត្រូវបានបំផ្លាញអ្នកបម្រើមិនអាចទប់ទល់បានទៀតទេក្រុមទី3បានបាត់បង់ទំនាក់ទំនងទាំងអស់សត្រូវចិត្តនឹងចុះចតThai Huen បានឬដំណឹងអាក្រក់ម្ដងមួយហើយលុតជង្គង់លើកំពែងក្រុងទាំងអស់សង្ឃឹមព្រះឲ្យខ្ញុំសូមអង្វរអ្នកឲ្យទម្លាក់កាំភ្លើងដ៏ខ្លាំងមួយហើយសង្គ្រោះប្រជាជនឲ្យបានប្រាក់ច្រើនមេតបដែលការពារទីក្រុងពីក្រោយគាត់ក៏លុតជង្គង់ចុះច្រៀងរួមគ្នាឆ្ពោះទៅមេឃខោហៅហ្វែនហ្វៀងបានបញ្ជូនកាំភ្លើងដ៏មានអានុភាពដើម្បីការពារទ្រព្យសម្បត្តិដ៏អស្ចារ្យរបស់យើងក្រោយពីបានលឺដូច្នេះស៊ីកហូងមកក្បាលដោយមើលងាយចិត្តដល់ទីបញ្ចប់នៃផ្លូវហើយប៉ុន្តែអ្នកនៅតែពឹងផ្អែកលើព្រះរបស់អ្នកដង្កូវមួយហ្វុងអង្គុយក្នុងអណ្ដូងទោះគាត់មកពិតមែនខ្ញុំនឹងបោះគាត់ចូលសមុទ្រខ្ញុំនៅខាងក្រៅធុងអេកូឡូស៊ីមើលទិដ្ឋភាពនេះបង្វែរកង្ហាអគ្គិសនីឆ្ពោះទៅរកកប៉ាល់រាប់ពាន់គ្រឿងបន្ទាប់មកចុចកង្ហាអគ្គិសនីតូចដើម្បីដំណើរការស្លាប់នៃផ្លែឈើអគ្គិសនីបានរំកើយឺតរំកើខ្យល់ដែលនៅក្នុងភ្នែករបស់ខ្ញុំបានបក់មកយ៉ាងទន់ភ្លន់បំផុតចូលទៅក្នុងផ្ទៃអេកូឡូស៊ីប៉ុន្តែសម្រាប់ពិភពតូចនេះគឺជាខ្យល់ដូចគ្នាដែលអាចបំផ្លាញស្ថានសួគ៌និងផែនដីតើជួរមុខនៅតែស្ងប់ស្ងាត់ទេក្នុងមួយប៉ព្រិចភ្នែករលកដ៏ធំបានហក់ឡើងកម្ពស់រាប់សិបម៉ែត្រហើយកងនាវារបស់ប្រទេសវិញ្ញាណយក្សត្រូវបានហែកហួរដោយភាពចលាចលដោយសារខ្យល់និងរលកបោកបក់គ្រប់ទីកន្លែងស្នាមញឹមដ៏លើសលប់នៅលើមុខរបស់ខេឈូរឹងរូសភ្លាមគាត់តោងជាប់នឹងម៉ែត្រនៃទូកតើការបូកធំមកពីណាប្រញាប់រក្សាទូកឲ្យស្ថិតស្ថេរនៅពេលនេះរលកដ៏ធំមួយបានជន់លិចយ៉ាងខ្លាំងកប៉ាល់ចម្បាំងត្រូវបានបាក់បែកផ្ដេកភ្លាមមុនពេលខេឈូអាចបន្លឺសំឡេងបានគាត់ត្រូវបានលេបដោយទឹកសមុទ្រដែលហក់ឡើងហើយអ្នកចម្បាំងដែលនៅសេសសល់ក៏កាន់តែវេទនាថែមទៀតមួយសន្ទុះកងនាវាចម្បាំងរាប់ពាន់សែនត្រូវបានបំផ្លាញទាំងស្រុងនៅលើផ្ទៃសមុទ្រមានតែកំទេចកំទីអណ្តែតទឹកនិងទាហាន2-3នាក់នៃប្រទេសវិញ្ញាណយក្សដែលកំពុងតស៊ូក្នុងទឹកសមុទ្រ Thai Huen និងអ្នកមានលុយធំទាំងអស់សម្លឹងមើលទិដ្ឋភាពនេះដោយបើកភ្នែកធំវាត្រូវចំណាយពេលជាង10វិនាទីសម្រាប់ Thai Huen ក្នុងការបញ្ចេញប្រតិកម្មដោយវាយក្បាលយ៉ាងខ្លាំងម្ដងទៀតហើយហ្វែនហ្វៀងទម្លាក់ខ្យល់ដល់ទេវភាពរបស់គាត់វីលោកម៉ែងការពីអ្នកកាន់តំណែងមុនដ៏អស្ចារ្យរបស់យើងធម្មពលនៃជំនឿបានប្រមូលផ្ដុំដោយជំនោរពេលរសៀលក្នុងពេលជាមួយគ្នានោះសំឡេងរំលឹករបស់ប្រព័ន្ធបានបន្លឺឡើងនៅក្នុងក្បាលរបស់ខ្ញុំម្ចាស់ផ្ទះបំផ្លាញកងនាវារាប់ពាន់នៃជាតិវិញ្ញាណយក្សដោះស្រាយគ្រោះថ្នាក់បំផ្លាញជាតិមហាសេដ្ឋីទទួលបានពិន្ទុព្រះគុណបន្ថែម100,000ដោយរកឃើញថាម្ចាស់ផ្ទះបានប្រមូលពិន្ទុព្រះគុណលើសពីសញ្ញា200,000ដើម្បីដោះសោធម្មពលកម្រិតខ្ពស់នៃឃ្លាំងផ្ទុកប្រព័ន្ធខ្ញុំបានក្រឡេកមើលចំណុចព្រះគុណដែលបានបន្ថែមទៅក្តារប្រព័ន្ធហើយឡងមកក្បាលលើកនេះការរកបានកាបូបដែលពោពេញដោយឧបករណ៍ជាមួយនឹងចំនួនទឹកប្រាក់ដែលខ្ញុំបានដាក់កាលពី3ខែមុនពិតជាបានបង្កើនកម្រិតរបស់ខ្ញុំប៉ុន្តែនៅពេលប្រឈមមុខនឹងកម្លាំងកំប្លែងបរទេសដែលលេចមុខក្រោយផែនទីត្រូវបានធ្វើបច្ចុប្បន្នភាពវាមិនគ្រប់គ្រាន់ទាំងស្រុងប្រសិនបើអ្នកចង់បានលុយធំដើម្បីឈរយ៉ាងរឹងមាំហើយថែមទាំងបង្រួបបង្រួមពិភពលោកខ្នាតតូចអ្នកត្រូវតែអនុញ្ញាតឲ្យពួកគេធ្វើឲ្យប្រសើរឡើងនៅបច្ចេកវិទ្យាស្នូលរបស់ពួកគេដូច្នេះខ្ញុំបានបើកហាងប្រព័ន្ធភ្នែករបស់គាត់បានស្កែនយ៉ាងលឿនលើគំនូររាប់មិនអស់បន្ទាប់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់មួយរយៈខ្ញុំបានទិញគំនូរផលិតម៉ាស៊ីនចំហាយគំនូរម៉ាស៊ីនឧស្សាហកម្មនិងគំនូរម៉ាស៊ីនភ្លើងធាតុទាំង3នេះគឺជាស្នូលនៃប្រព័ន្ធឧស្សាហកម្មទំនើបទាំងមូលដែលរឹតបន្តឹងដល់ការច្នៃប្រឌិតអាវុធនិងឧបករណ៍ទាំងស្រុងបន្ទាប់ពីបញ្ជាក់ការផ្លាស់ប្ដូរសំឡេងរំលឹករបស់ប្រព័ន្ធនិងបន្លឺឡើងការទិញបានជោគជ័យដោយប្រើប្រាស់ពិន្ទុគុណ80,000ការការពារត្រូវបានធ្វើសម្កាលកម្មជាមួយនឹងដែនកំណត់របស់ម្ចាស់ផ្ទះតើមានដំណើរកំសាន្តចំណេះដឹងសម្រាប់ទ្រីវហ៊ឿនឬអត់ឬដូច្នេះខ្ញុំគ្រាន់តែរំជួលចិត្តបញ្ជាក់ការបញ្ជូនចំណេះដឹងពន្លឺចំនួន3បានលេចចេញនៅកណ្ដាលអាកាសដោយចូលទៅក្នុងក្បាលរបស់ Thai Huen យ៉ាងត្រឹមត្រូវ Thai Huen នៅលើកំផែងទីក្រុងស្រាប់តែញាប់ញ័រយ៉ាងខ្លាំងគោលការណ៍មេកានិករាប់មិនអស់បានហូរចូលក្បាលរបស់គាត់កន្លះម៉ោងក្រោយមកគាត់បើកភ្នែកយឺតហើយទម្លាក់ខ្លួនទៅដេកម្ដងទៀតបែរមុខទៅមេឃព្រះគោដមដ៏មានព្រះភិក្ខត្រង់ត្រាស់នៅច្បាប់អមតៈដ៏វិសេសលើសលប់អមតៈដ៏ឧត្តមគោដមនឹងនឹកចាំនៅព្រះគុណដ៏វិសេសជារៀងរហូតខ្ញុំបានបំផ្លាញពិន្ទុព្រះគុណដែលនៅសេសសល់ទៅជាផ្ទាំងគំនូរសព្វាវុធហើយហុចវាទាំងអស់ទៅឲ្យ Thai Huen ខ្ញុំបានក្រឡេកទៅមើលទេសភាពអេកូឡូស៊ីហើយទិដ្ឋភាពភ្លាមបានប្រែជារស់រវើកនិងអ៊ូអរពោពេញដោយអារម្មណ៍នៃសមិទ្ធផលល្បឿននៃពេលវេលានៅក្នុងអាណាចក្រអេកូឡូស៊ីគឺលឿនជាងការពិតគ្រាន់តែ3ថ្ងៃនៅក្នុងជីវិតពិតលុយធំទាំងអស់បានបង្កឲ្យមានរលកនៃការច្នៃប្រឌិតអាវុធឆ្កួតដោយផ្អែកលើចំណេះដឹងដែលខ្ញុំបានផ្ដល់ឲ្យវាត្រូវការសិប្បករត្រឹមតែ1ខែដើម្បីបង្កើតម៉ាស៊ីនក្រឡឹងដែលមានភាពត្រឹមត្រូវស្តង់ដារដំបូងជាមួយនឹងឧបករណ៍ម៉ាស៊ីនឧស្សាហកម្មទីបំផុតពួកគេអាចផលិតធុងម៉ាស៊ីនចង្អូរវងនិងសមាសធាតុ bridge ដោះស្រាយបានទាំងស្រុងនៅគុណវិបត្តិទាំងអស់នៃកាំភ្លើងរលោងការផ្ទុកមិនបំភ្លេចបំផ្លាញដំបូងបានកើតយ៉ាងឆាប់រហ័សនៅថ្ងៃធ្វើតេស្តនៅកន្លែងបាញ់ប្រហារខ្ញុំក៏មានវត្តមានផ្ទាល់ដើម្បីសង្កេតមើលបន្ទាប់ពីអ្នកវាយប្រហារទាញខ្សែរ៉ូតគ្រាប់កាំភ្លើងបានបាញ់ចំគោដោយចម្ងាយ20ម៉ាយយ៉ាងត្រឹមត្រូវធ្វើឲ្យបុកចំគោដោយថ្មមន្ត្រីដែលមានវត្តមានទាំងអស់បានដកដង្ហើមត្រជាក់ដោយមិននឹកស្មានថាកាណុងបាញ់វែងបំផុតពីមុនមានត្រឹមជាង3ម៉ាយថាតើពួកគេជោគជ័យឬមិនអាស្រ័យលើសំណាងទាំងស្រុង
ប៉ុន្តែការនងបាញ់កាំភ្លើងថ្មីនេះមិនត្រឹមតែមានរយៈចម្ងាយឆ្ងាយជាង6ទៅ7ដងប៉ុណ្ណោះទេភាពត្រឹមត្រូវរឹតតែអស្ចារ្យថែមទៀតព្រះធម៌ដែលព្រះអង្គប្រោសប្រទានមកខ្ញុំពិតជាមានទេពកោសល្យអស្ចារ្យ Try Huen សម្លឹងមើលមុខកាំភ្លើងធំដោយរំភើបហើយភ្លាមនោះមានកម្លាំងក្នុងការផលិតការនងប្រភេទនេះក្នុងរយៈពេល3ខែប្រហែលជាចង់ឲ្យប៉មការពីឆ្នេរទាំងអស់និងនាវីចម្បាំងទាំងអស់ត្រូវបំពាក់ដោយការនងប្រភេទនេះមិនយូរប៉ុន្មានលុយដ៏អស្ចារ្យបានបង្កើតម៉ាស៊ីនចំហុយនាវីចម្បាំងបុរាណរបស់ចៅហ្វាយនេះដ៏អស្ចារ្យអាចពឹងផ្អែកលើថាមពលខ្យល់ប៉ុណ្ណោះទូក៏ជាសំណង់ឈើផងដែរបន្ទាប់ពីមានម៉ាស៊ីនចំហាយទឹកឧស្សាហកម្មនេះបានប្រើវាត្រឹមតែ1ខែកន្លះប៉ុណ្ណោះហើយបានបង្កើតនាវីចម្បាំងចំហុយដំបូងបង្អស់ដែលផលិតពីដែកសម្បុករបស់កប៉ាល់ត្រូវបានគ្របដណ្ដប់ដោយបន្ទះស្មីស្ទីលคล้ายៗនៅលើផ្នែកទាំងពីរនៃផ្នែកខាងក្រោមដែលផ្នែកនីមួយមានការនងផ្ទុកខាងក្រោយចំនួន6កប៉ាល់នីមួយក៏មានកាំភ្លើងធំឡោមពណ៌ធ្ងន់ផងដែរមិនត្រឹមតែឧបករណ៍យោធារបស់កងទ័ពប៉ុណ្ណោះទេថែមទាំងសមត្ថភាពរបស់កងទ័ពក្នុងការទប់ទល់នឹងការខាតបង់យ៉ាងធ្ងន់ធ្ងរដោយផ្អែកលើគ្រឿងចក្រឧស្សាហកម្មនិងម៉ាស៊ីនចំហាយទឹកសិប្បករបានបង្កើតរថពាសដែលដំបូងគេបង្អស់នឹងកាំភ្លើងផ្ទុកខ្យល់នៃសម័យទំនើបខ្ញុំកាន់វ៉ែនតារបស់ខ្ញុំហើយមើលលុយដែលផ្លាស់ប្ដូរទាំងស្រុងស្នាមញញឹមនៅក្នុងមាត់របស់គាត់កាន់តែខ្លាំងឡើងបន្ទាប់មកខ្ញុំបានធ្វើឲ្យមុខងារផ្សាយដែនដល់ទេវភាពសកម្មវិញ្ញាណទាំង9បានលុកលុយនឹងធ្វើបាបប្រជាជនរបស់យើងឥឡូវនេះខ្យល់យោធាដ៏អស្ចារ្យកំពុងរីកចម្រើនហើយលើកតបភ្លាមដើម្បីកម្រិតប្រទេសវិញ្ញាណយក្សបើមេឃធ្លាក់ខ្ញុំនឹងការពារអ្នកឮដូច្នោះត្រីហ៊ឿនក៏ក្រាបថ្វាយបង្គំមេឃភ្លាម Try Huen បានផ្ដល់កំណើតដល់អ្នកកាន់ព្រះធម៌ថ្មីរបស់អធិរាជ Hao Fan បានដឹកនាំកងទ័ពរបស់គាត់ដើម្បីកម្រិតអង្គរលេងដ៏ធំហើយបានលាងជម្រះភាពអាម៉ាស់ពីមុន Try Huen នៅថ្ងៃនោះបានចេញបញ្ជាឲ្យលះបង់ព្រហ្មចារីយ៍របស់គាត់រពាសដែលចំនួន12គ្រឿងបានចាក់ចេញពីកំពង់ផែខ្ញុំបានប្រឡេកមើលទៅតំបន់ផ្លាស់ប្ដូររបស់ Yen Spirit Nation តតែឃើញមេតបជើងទឹករបស់ Yen Spirit Nation ដោយមើលងាយមើលកងនាវាដែលជិតមកដល់ខ្ញុំគិតថាវាជារឿងធំប៉ុន្តែវាបានក្លាយទៅជាក្មេងក្រអឺតក្រទុំដែលនាំគីតឲ្យចោះចាញ់ជីវិតរបស់គាត់លើកមុនគេគ្រាន់តែសំណាងដោយពឹងលើខ្យល់ចម្លែកពីប្រភពមិនស្គាល់ដើម្បីឈ្នះការប្រកួតតើអ្នកពិតជាគិតថាអ្នកមានភាពក្លាហានខ្លះទេមានតែកប៉ាល់ក្បាច់គុណទាំងនោះទេដែលហ៊ានវាយប្រហារកងទ័ពជើងទឹកនៃជាតិវិញ្ញាណដ៏ធំរបស់យើងខ្ញុំបញ្ជាឲ្យមនុស្សគ្រប់គ្នាវាយប្រហារហើយបង្ហាញពួកគេថានរណាជាមេនៃសមុទ្រនិយាយចប់ខ្មោចទឹកក៏ប្រញាប់ចេញមកមេតបនៃប្រទេសវិញ្ញាណយក្សបានលើកឧបករណ៍បំពងសម្លេងរបស់ខ្លួន Try Huen សាច់ម្ដងទៀតប្រសិនបើអ្នកចុះចាញ់ឥឡូវនេះខ្ញុំនៅតែអាចផ្ដល់សន្តិភាពដល់អ្នកទាហាននៃព្រះរាជាណាចក្រខេឡេងនៅពីក្រោយគាត់ក៏បានស្រែកតាម Try Huen មិនបាននិយាយអ្វីផ្សេងឡើយហើយបានជួយដាវវែងត្រង់ការវាយប្រហាររបស់គាត់បន្ទាប់ពីការបញ្ជារបស់គាត់កាំភ្លើងធំនៃនាវីចម្បាំងទាំង12គ្រឿងបានបើកការបាញ់ប្រហារក្នុងពេលតែមួយហើយនាវីចម្បាំងដ៏ធំត្រូវបានកំទេចជាបំណែកឈើភ្លាមបន្ទាប់ពីការបាញ់គ្នាជាបន្តបន្ទាប់មេទឹកខេឡេងខកត្រូវបានស្រឡាំងកាំងភ្លាមពួកគេមិននឹកស្មានដល់ក្នុងសុបិនដ៏ព្រៃផ្សៃរបស់ពួកគេថាទាហានដែលពួកគេតែងតែមានមោទនភាពចំពោះមុខកាំភ្លើងធំរបស់ប្រាក់ដ៏អស្ចារ្យគឺល្អដូចក្រដាសនៅលើផ្ទៃសមុទ្រសម្លេងផ្ទុះមួយបានបន្លឺឡើងបន្ទាប់ពីការបាញ់គ្នាពីល្បីជុំនៃទាហាន800នាក់អតីតជាតិវិញ្ញាណមានមោទនភាពវាត្រូវបានបំផ្លាញទាំងស្រុងយ៉ាវហើយទឹកមុខមិនច្បាស់លាស់របស់គាត់បានគ្រវីដៃរបស់គាត់កងទ័ពទាំងមូលបានរលទៅមុខហើយចុះចតនៅឆ្នេរសមុទ្រនៃប្រទេសវិញ្ញាណយក្សដើម្បីរាយការណ៍ទៅកាន់ប្រជាជននៃប្រាក់ដ៏អស្ចារ្យដែលបានបាត់បង់ក្នុងរយៈពេលតិចជាង1ម៉ោងខ្សែបន្ទាត់ឆ្នេរសមុទ្រយក្សបានដួលរលំទាំងស្រុងទ័ពដ៏អស្ចារ្យបានឈានទៅដល់រាជធានីនៃវិញ្ញាណយក្សខ្ញុំបានសង្កេតឃើញទិដ្ឋភាពនៅខាងក្នុងរដ្ឋធានីនៃវិញ្ញាណយក្សនៅលើតុលាការអធិរាជនៃវិញ្ញាណយក្សកំពុងអង្គុយលើនាគរបស់គាត់ទ័ពធំហៀបនឹងវាយលុកទ្វាររាជធានីអ្នកគួរតែគិតរកផ្លូវសម្រាប់ខ្ញុំជាប្រញាប់រដ្ឋមន្ត្រីខាងក្រោមមើលមុខគ្នាដោយងឿងឆ្ងល់ខណៈនេះព្រះសង្ឃមួយអង្គដួលទៅនឹងដីដោយសំឡេងខ្មោចព្រះអង្គម្ចាស់ទូលបង្គំនៅតែមានផែនការចុងក្រោយមួយសូមលោកTryអញ្ជើញព្រះសមុទ្រនៃសមុទ្រជ្រៅដែលយើងនឹងបម្រើជារៀងរហូតដរាបណា Haven មានរូបរាងបែបនោះគាត់ប្រកាសជាអាចបំផ្លាញកងទ័ពដ៏ធំមួយហើយធ្វើឲ្យអ្វីដែលហៅថាអធិរាជ Hao Fan បងថ្លៃមិញក៏ស្ទុះចេញពីគ្រែរបស់ឡុងរៀបចំគ្រឿងបូជាភ្លាមជ្រើសរើសមនុស្សម្នាក់យកអាសនៈផ្ទាល់ខ្លួនអញ្ជើញហៃឋានមកបោះសម្អាតកងទ័ពឮដូច្នោះខ្ញុំក៏មានអារម្មណ៍ចាប់អារម្មណ៍ខ្ញុំក៏ចង់ឃើញវត្ថុអាចកំបាំងអ្វីខ្លះនៅក្នុងធុងអេកូឡូស៊ីចាស់នេះមួយសន្ទុះក្រោយមកប្រជាជាតិខេឡេងបានប្រារព្ធពិធីដុល្លារិកនៅលើឆ្នេរខ្សាច់លោកម៉ាឡៃបានលើកយីបូជាផ្ទាល់ហើយលុតជង្គង់លើដីខ្ញុំសូមឲ្យ Hayden មើលទៅដូចនោះវិនាទីបន្ទាប់ពីជ្រលងថ្មនៅក្នុងប្រព័ន្ធអេកូឡូស៊ីអេសេមួយអង្គបានដើរចេញបន្តិចម្ដងឃើញបែបនេះជ្រុងមាត់ខ្ញុំញ័រជាបន្តបន្ទាប់ខ្ញុំបានគិតថាពួកគេអាចធ្វើអ្វីមួយដ៏ត្រជាក់ប្រែថាវាគ្រាន់តែជាព្រាហ្មណ៍ធ្វើពុតជាស្លាប់ជាយូរមកហើយប៉ុន្តែខ្ញុំមើលស្រាលសមត្ថភាពរបស់អេសេនេះក្នុងការគៀបសង្កត់មនុស្សតិចតួចនៅពេលនេះព្រះអណតបានគ្រវីសំពៅសម្ដៅទៅលើកប៉ាល់ឆែនដោយគ្រាន់តែចាក់ចេញដោយចៃដន្យវាបានបុកទូកការពី3របស់ទាហានដែលទៀនហើយភ័យស្លន់ស្លោភ្លាមទួនជាមេបញ្ជាការជួរមុខបានបញ្ជាឲ្យបាញ់ភ្លាមប៉ុន្តែគ្រាប់កាំភ្លើងនិងគ្រាប់ផ្លោងដែលបាញ់ទៅក្រោយមិនមានប្រសិទ្ធភាពទេទាហាននោះនៅតែលូនចេញបន្តិចម្ដងរពាសដែកមួយគ្រឿងបន្ទាប់ពីមួយគ្រឿងទៀតត្រូវជន់ឈ្លីនឹងរងការខូចខាតម្នាក់ភ័យស្លន់ស្លោហើយចង្អុលទៅក្រុមលុយធំយ៉ាងរហ័សហើយសើចខ្លាំងថាឃើញទេ
នេះគឺជាវិញ្ញាណអាក្រក់របស់ Calling Nation របស់យើងនេះគឺជាទេពកោសល្យពិតហើយតើព្រះរបស់អ្នកឈ្មោះ Halfine នៅឯណាតើគាត់ហ៊ានបង្ហាញខ្លួនទេស័ក្តិសមជាព្រះសមុទ្ររបស់យើងកន្លែងដែលព្រះសមុទ្រធ្វើឲ្យកងនាវារបស់អ្នកទ្រង់នឹងបំផ្លាញរូបសំណាកមាសរបស់អ្នកហើយកម្រិតប្រាក់របស់អ្នកព្រះរបស់អ្នកមិនអាចសង្គ្រោះអ្នកបានទេព្រះទាំងពីររបស់យើងគឺជាព្រះពិតតែមួយគត់នៅលើមេឃនិងផែនដីលឺដូច្នេះទឹកមុខខ្ញុំត្រជាក់ភ្លាមហ៊ានថាខ្ញុំមិនល្អដូចក្រមាខ្ញុំបានយកដៃជាប់ក្នុងដៃចាប់សត្វនោះហើយហុចវាទៅឲ្យអេសីដែលនៅតែពង្រីកក្រញាំយ៉ាងលឿនដោយញីនឹងលើកវាចេញពីសមុទ្រឃើញទស្សនវិជ្ជានេះប្រជាជននៃប្រទេសខឺឡាញ់ស្រឡាំងកាំងតើស្ថានសួគ៌ទាំងនោះជាអ្វីព្រះទាំងពីរត្រូវបានចាប់ខ្ញុំលើកអេសីទៅខាងមុខដោយប្រើម្រាមដៃដាក់សម្ពាធព្រះអណុតត្រូវបានកំទេចដោយខ្ញុំភ្លាមហើយខ្ញុំបានបោះអធិធិរបស់វាត្រឡប់ទៅផ្ទៃអេកូឡូស៊ីវិញយ៉ាងងាយស្រួលមនុស្សប្រៃផ្សៃនិងប្រជាជននៃប្រទេសវិញ្ញាណយក្សសុទ្ធតែឈរនៅនឹងកន្លែងព្រះរបស់យើងត្រូវបរាជ័យជំនឿរបស់វិញ្ញាណយក្សត្រូវរលំទាំងស្រុងហើយសូម្បីតែភាពក្លាហានដើម្បីទប់ទល់ក៏បាត់ទៅដែរជើងរបស់មេងត្រូវពិការនឹងទន់ខ្សោយហើយផ្នែកខាងមុខបានស្រែកហូរយ៉ាងខ្លាំង Halfine ព្រះវ៉ែនឈូលើកកម្ពស់នគរខេឡេងបង្ហាញគេឈ្មោះរបស់ព្រះជាម្ចាស់សេលរបស់កងទ័ពដ៏អស្ចារ្យបានហក់ឡើងដូចជំនោរដែលបក់បោកឆ្ពោះទៅរាជធានីជាតិនៃព្រះរាជាណាចក្រខេឡេងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះជាតិវិញ្ញាណយក្សបានដួលរលំទាំងស្រុងផែនទីនៃរាជវង្សបានពង្រីក10 ដងខ្ញុំបានប្រើសមត្ថភាពផ្ទេររបស់ខ្ញុំដើម្បីនាំយកទ្រព្យសម្បត្តិនិងអាហារដែលប្រមូលបានដោយអាណាចក្រវិញ្ញាណដ៏អស្ចារ្យត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញអ្វីដែលធ្វើឲ្យមនុស្សកាន់តែសប្បាយចិត្តនោះគឺថានៅលើទឹកដីនៃព្រះរាជាណាចក្រខូលេងមានអណ្ដូងរ៉ែដែកធំជាច្រើនដែលទូទាត់សងទាំងស្រុងនៅភាពទន់ខ្សោយនៃធនធាននៃប្រាក់ដ៏អស្ចារ្យធ្វើឲ្យប្រព័ន្ធឧស្សាហកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សរួចទៅហើយនៃស្លាប់ចំណេញប្រាក់ដ៏អស្ចារ្យត្រឹមមួយខែខ្លីខ្សែនេះត្រូវបានរីករាលដាលដល់រាជធានីនៃប្រាក់ដ៏អស្ចារ្យសម្រាប់ការដឹកជញ្ជូនបរិមាណរ៉ែថ្មច្រើនមកដល់រោងចក្រក្នុងខេត្តដែលខ្ញុំពឹងលើសាឡុងពេលក្រឡេកមើលចំណុចរស់រាយរាក់ទាក់នៅលើក្តារប្រព័ន្ធដែលចេះតែលោតចុះឡើងខណៈសម្លឹងមើលមនុស្សក្នុងពិភពតូចតាចដែលបន្តសរសើរទាំងយប់ទាំងថ្ងៃបេះដូងខ្ញុំពោពេញដោយអារម្មណ៍ថាការដួលរំនៃប្រទេសវិញ្ញាណយក្សមិនត្រឹមតែធ្វើឲ្យមហាអមតៈមិនអាចបញ្ឈប់បានទាំងស្រុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យទេវៈរបស់ខ្ញុំមានស្ថិរភាពទាំងស្រុងផងដែរសូម្បីតែនៅក្នុងភូមិដាច់ស្រយាលបំផុតនិងអកុសលបំផុតនៃរាជវង្សដ៏អស្ចារ្យរូបសំណាកព្រះរបស់ខ្ញុំត្រូវបានសាងសង់ឡើងក្រុមគ្រួសារគោរពបូជាជារៀងរាល់ថ្ងៃហើយអំណាចនៃជំនឿក៏ហូរចូលជាបន្តបន្ទាប់ដើមឡើយខ្ញុំគិតថាបន្ទាប់ពីសមរភូមិនេះពិភពលោកដ៏តូចនេះនឹងគ្មានកម្លាំងណាដែលហ៊ានប្រឈមមុខនឹងលុយធំនោះទេប៉ុន្តែខ្ញុំភ្លេចថាមនុស្សធម្មតាមិនមានទោសទេប៉ុន្តែការនាំរបស់មកជាអំពើបាបជេឆៃក្រោកឡើងយ៉ាងលឿនដែលធ្វើឲ្យកងកម្លាំងផ្សេងទៀតនៅលើផែនទីនេះមិនអាចបរិភោគឬដេកដោយសន្តិវិធីនៅពេលនេះផែនទីពិភពលោកក្នុងផ្ទៃអេកូឡូស៊ីត្រូវបានធ្វើបច្ចុប្បន្នភាពម្ដងទៀតបន្ថែមពីលើទ្វីបកណ្ដាលដែលបុកបរោះដ៏អស្ចារ្យត្រូវបានបង្កើតឡើងទ្វីបធំចំនួន4ទៀតបានបង្ហាញខ្លួននៅជុំវិញដោយមានប្រទេសធំនិងតូចរាប់សិបនាក់ចែកចាយខាងលើនៅខែទី3បន្ទាប់ពីការដួលរំនៃព្រះរាជាណាចក្រខូលេងកងកម្លាំងខ្លាំងបំផុតទាំង4បានបញ្ជូនបេសកជនសម្ងាត់ទៅទីនោះដោយសម្ងាត់ឆ្ងាយពីនគរថ្មដើម្បីរៀបចំសម្ព័ន្ធភាពប៉ុន្តែរាល់សកម្មភាពរបស់ពួកគេត្រូវបានមើលឃើញយ៉ាងច្បាស់ដោយខ្ញុំនៅក្នុងព្រះបរមរាជវាំងនៃចក្រភពថ្មមេដឹកនាំនៃកងកម្លាំងទាំង4បានប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់សម្ងាត់របស់អធិរាជនៃចក្រភពថ្មស៊ីគៀនអង្គុយនៅក្នុងបន្ទប់បល្ល័ង្កយកក្រឡេកមើលទាំងអស់គ្នាអ្នកទាំងអស់គ្នាបេះដូងរបស់លុយធំគឺច្បាស់ដូចថ្ងៃវាបានត្រឹមតែ3ខែប៉ុណ្ណោះចាប់តាំងពីពួកគេបានបំផ្លាញអតីតព្រះរាជាណាចក្រវិញ្ញាណខ្សែរបស់ពួកគេបានរត់ទៅទ្វីបខាងលិចរួចហើយរថពាសដែលមាននៅក្នុងភូមិនិងកំពង់ផែរបស់យើងជារៀងរាល់ថ្ងៃប្រសិនបើវានៅតែបន្តទៀតកងទ័ពរបស់គេនឹងវាយលុកមាត់ទ្វាររបស់យើងមហាបូជាចារ្យនៃគោលសម្ព័ន្ធវ៉ែនខូដកដង្ហើមធំមូលហេតុដែលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺអរគុណដល់ព្រះចៅអធិរាជ Halfine ដែលទូកសម្រាប់ពួកគេនិងកាំភ្លើងធំទាំងអស់ត្រូវបានបញ្ជូនដោយព្រះនោះនៅក្នុងការប្រជុំមុខគ្នាដោយផ្ទាល់យើងពិតជាគ្មានឱកាសឈ្នះនោះទេ Golden Horde ខែនដួលលើតូដូច្នេះតើគេវាយដោយមិនវាយបកវិញដោយរបៀបណាតើយើងគួរលុតជង្គង់ចុះយងជាងសនសម្រាប់អ្នកផ្សេងកូនប្រុសច្បងរបស់ Han Nation គ្មានមនុស្សកំសាកទេនៅពេលនេះថៃគៀនបានយកស្រាមួយកែវបើយើងមិនអាចវាយបានទេយើងនឹងប្រើវិធីទន់ជេឆៃមើលទៅរឹងមាំប៉ុន្តែខាងក្នុងពោពេញដោយរោនសំណល់នៃជាតិវិញ្ញាណយក្សពោពេញដោយកំហឹងពាក់កណ្ដាលចិត្តដរាបណាយើងគាំទ្រពួកគេដោយសម្ងាត់ពួកគេអាចដុតខ្នងពួកគេបានមិនត្រឹមតែប៉ុណ្ណោះខ្ញុំក៏នឹងចាត់ទាហានទៅជ្រៀតចូលលុយធំនិងបំផ្លាញរោងចក្ររបស់ខ្លួនឬដូច្នោះមហាបូជាចារ្យសាយចំអកឡកលើយយើងក៏អាចបញ្ជូនមនុស្សទៅផ្សព្វផ្សាយពាក្យចាំអារាមថាហាវធានធឿងជាព្រះអាក្រក់ដរាបណាយើងអង្រួនជំនឿរបស់អ្នករាប់រយអ្នកកាត់ផ្ដាច់អំណាចដល់ទេវភាពរបស់ពួកគេនោះលុយដ៏ច្រើននឹងធ្លាក់ចុះមិនយូរមិនឆាប់បើអ្នកនិយាយពាក្យមួយកាន់តែច្រើនខ្ញុំនិយាយកាន់តែច្រើនវាហាក់ដូចជាអាចធ្វើទៅបានថៃគៀនស្រាប់តែទាញកាំបិតកាក់ចេញពីចង្កេះហើយធ្វើស្លាកស្នាមលើបាតដៃដែលប្រឡាក់ឈាមនិងចានស្រានៅពីមុខគាត់ថ្ងៃនេះប្រទេសយើងទាំង4បានព្រមព្រៀងគ្នាដោយឈាមបន្ទាប់ពីជោគជ័យរបស់ប្រទេសនិងទ្រព្យសម្បត្តិមហាសាលយើងនឹងចែករំលែកទាំងអស់គ្នាប្រសិនបើនរណាម្នាក់ធ្វើអ្វីខុសស្ថានសុខនិងផែនដីនឹងមិនញ័រឡើយមេដឹកនាំ3នាក់ដែលនៅសេសសល់ក៏ឆ្លាស់គ្នាកាត់បាតដៃដែលប្រឡាក់ឈាមនិងចានស្រារួចផឹកអស់ក្នុងមួយពែងប៉ុន្តែខ្ញុំមិនបានចាត់វិធានការភ្លាមទេទី1ខ្ញុំចង់សាក់លបង Try Hyoen ដើម្បីមើលថាតើគាត់អាចគ្រប់គ្រងហានិភ័យទាំងនេះបានល្អដោយខ្លួនឯងឬអត់
ប្រសិនបើយើងអនុញ្ញាតឲ្យពួកគេរស់នៅជារៀងរហូតនៅក្នុងផ្ទះកញ្ចក់ដ៏ធំនោះពួកគេនឹងមិនធំឡើងនោះទេឬប្រហែលជាខ្ញុំក៏ចង់ឃើញកម្រិតនៃភាពស្មោះត្រង់របស់ Greetines ចំពោះខ្ញុំថាតើពួកគេនឹងត្រូវបានលបួងយ៉ាងងាយស្រួលឬអត់កន្លះខែក្រោយមកបញ្ហាទី1បានកើតឡើងនៅលើផ្លូវសំខាន់នៃមហាអមតៈការផ្ទុះដ៏ខ្លាំងក្លាបានផ្ទុះឡើងហើយខ្សែដែលមានប្រវែង100ម៉ែត្រត្រូវបានបំផ្ទុះដល់កម្រិតដែលខ្សែនោះត្រូវបានបើកចូលទៅក្នុងរន្ធជ្រៅដ៏ធំមួយពេលដែលទូកចំហុយឆ្លងកាត់ភ្លាមក៏កាច់នំនោះចោលរថយន្តបានក្រឡាប់ទាហាននិងកម្មករដែលជិះលើរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ Trey Huen ភ្លាមបានបញ្ជូនមនុស្សទៅស៊ើបអង្កេតប៉ុន្តែមុនពេលលទ្ធផលនៃការស៊ើបអង្កេតលេចចេញដំណឹងអាក្រក់បានផ្សព្វផ្សាយពីមួយទៅមួយរោងចក្រផលិតម៉ាស៊ីនស្ទីមមួយនៅក្រៅរាជធានីភ្លាមបានឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់ពេលរថយន្តពន្លត់អគ្គិភ័យមកដល់រោងចក្រទាំងមូលត្រូវឆេះខ្ទេចខ្ទីអស់មិនយូរប៉ុន្មានអ្នកស៊ើបអង្កេតមកពីប្រទេសចំនួន4បានចាប់ផ្ដើមផ្សព្វផ្សាយពាក្យចាមអារ៉ាមគ្រប់ទីកន្លែងពួកគេថាខ្ញុំជាព្រះអាក្រក់ហើយថាខ្ញុំបានបោះបង់ចោលប្រជាជនរបស់ខ្ញុំហើយចាក់ចេញជាយូរមកហើយដូច្នេះគ្រោះមហន្តរាយនៅតែបន្តកើតមានប៉ុន្តែមិនថាពាក្យចាមអារ៉ាមនេះរីករាលដាលយ៉ាងណានោះទេគ្មាននរណាម្នាក់នៅក្នុងពិភពលុយបានរវើវីនោះទេពីផ្លូវទៅដល់មនុស្សទូទៅមនុស្សទាំងអស់មានជំនឿថាព្រះនឹងមិនបោះបង់ពួកគេជាដាច់ខាតមន្ត្រីម្នាក់ធ្វើរៀងខ្លួនប្រជាជនមានសន្តិភាពធ្នាប់គ្មានអ្នកណាក្បត់ជំនឿខ្លួនឡើយនៅថ្ងៃនោះកងទ័ពមានគម្រោងវាយប្រហារភូមិតូចមួយនៅព្រំដែនដេឆាងភូមិនេសាទមិនធំទេតែគ្រប់ផ្ទះគោរពបូជារូបព្រះខ្ញុំក្រោយពីខ្មាំងទម្លុះទ្វារភូមិភ្លាមគេក៏ដេញអ្នកភូមិទាំងអស់ទៅកណ្ដាលទីលានអ្នកដឹកនាំមើលងាយចង្អុលទៅលើរូបសំណាកថ្មរបស់ព្រះស្ដាប់ឲ្យច្បាស់ព្រះធានរបស់អ្នកបានរត់ចេញហើយនឹងមិនខ្វល់ពីជីវិតឬសេចក្តីស្លាប់របស់អ្នកតតែសោះឥឡូវអ្នករាល់គ្នាយកញួរមកវាយរូបសំណាកថ្មនេះឲ្យខ្ញុំអ្នកណាមិនហ៊ានវាយខ្ញុំនឹងកាត់ទោសគាត់នៅនឹងកន្លែងពេលនិយាយចប់មេភូមិក៏ដើរចេញដោយកាន់អំពើហៅហ្វែនហ្វួងបានជួយសង្គ្រោះយើងជាច្រើនដងក្នុងពេលមានគ្រោះថ្នាក់ក្នុងជីវិតនេះយើងនឹងមិនក្បត់ព្រះឡើយប្រសិនបើយើងចង់បំផ្លាញរូបព្រះយើងត្រូវតែឆ្លងកាត់គ្រោងឆ្អឹងចាស់នេះជាមុនសិនគ្រូសាក្មេងទាំងមូលក្នុងភូមិមានពណ៌ស្នៅពីមុខរូបសំណាកថ្មមេឧទាមឃើញដូច្នេះក៏ជួយដាក់ដាវវែងរបស់គាត់លើកមេភូមិបរិះចំណាស់បានចាក់ចេញពីស្ថានភាពនេះហើយនៅតែមិនអាចនិយាយបានតើព្រះរបស់អ្នកនៅណាបើគាត់នៅតែនៅទីនេះហេតុអ្វីគាត់មិនចេញមកជួយអ្នកខ្ញុំឃើញថាអ្នកគ្រាន់តែជាក្រុមមនុស្សបោកប្រាស់ទោះខ្ញុំចូលភូមិនេះនៅថ្ងៃនេះក៏ដោយរូបកាយមិនសមហេតុផលរបស់អ្នកនឹងមិនលេចមកឡើយនៅពេលនេះខ្ញុំចាប់ម្រាមដៃរបស់ខ្ញុំធ្នំនៅខាងក្រៅធុងអេកូឡូស៊ីដោយប្រើសមត្ថភាពរបស់ខ្ញុំក្នុងការរំលាយសារធាតុស្ទ្រីមនៃខ្យល់បក់បោកចុះមកមនុស្សរាប់សិបនាក់មានការភ័ន្តច្រឡំនាងត្រូវបានគេបោះចោលភ្លាមដួលទៅនឹងជញ្ជាំងមិនអាចរើចេញបានពេលខ្ញុំលើកដៃភ្លាមដីនៅកណ្ដាលទីធ្លាស្រាប់តែងើបឡើងបង្កើតជាជញ្ជាំងថ្មជាច្រើនការពារអ្នកភូមិភាគច្រើននឹងរូបព្រះនៅកណ្ដាលវិនាទីបន្ទាប់សម្លេងរបស់ខ្ញុំបានវាយលុកគ្រប់អ៊ីងនៃទឹកដីខ្ញុំមិនដែលចាក់ចេញពីអ្នកទេបើឯងហ៊ានធ្វើបាបរិះអញអត់ទោសឲ្យឯងទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នកបងនិយាយរួចខ្ញុំក៏ក្រវីដែរម្ដងទៀតម្ជុលទឹករាប់រយបានធ្លាក់ពីលើមេឃវីកំទេចពួកឧទាមទាំងអស់បន្ទាប់មកខ្ញុំមើលទៅមុខព្រះបរមរាជវាំងម្ដងទៀត Trey Huen បើប្រទេសទាំង4បានផ្ដួចផ្ដើមគំនិតរកផ្លូវចេញអ្នកគួរដឹកនាំកងទ័ពទាំងមូលដើម្បីប្រឆាំងនឹងការបះបោរខ្ញុំផ្ដល់ឲ្យអ្នកនៅសម្លៀកបំពាក់វេទមន្តថ្មីទាំងស្រុងនិងទេពអប្សរផ្សេងទៀត Trey Huen បានក្រាបសំពះដោយគោរពអភូតហេតុថ្មីរបស់ព្រះខ្ញុំឈរនៅពីមុខបរិស្ថានវិជាសម្លឹងមើលពិភពលោកតូចទាំងមូលនៅពេលនេះស្មារតីរបស់រោងចក្រត្រូវបានកែសម្រួលដើម្បីដំណើរការទាំងយប់ទាំងថ្ងៃដោយមិនសម្រាកហើយថាមពលជាតិឈានដល់កម្រិតកម្ពស់ដែលមិនធ្លាប់មានពីមុនមកគោលដៅដំបូងដែលខ្ញុំជ្រើសរើសវាយប្រហារគឺនៅពេលដែល Land of Limits ស្ថិតនៅក្នុងទ្វីបខាងជើងកន្លែងនេះគឺជាវាលស្មៅដ៏ធំល្វឹងល្វើយនិងគ្មានទីបញ្ចប់ប្រទេសទាំងមូលពោពេញដោយទាហានប្រើតបសេះជាស្នូដាច់ខាតមានតបសេះដាច់រាប់រយពាន់នាក់តង់មីសនៅវងត្រេនបានវាយដំលើទោសហើយសាយ៉ាងខ្លាំងទុកប្រាក់ដ៏ធំទៅកាន់វាលស្មៅគឺគ្រាន់តែជាគំនោទង់ជាតិក្រហមនៅលើវាលស្មៅគុណសម្បត្តិមិនអាចផ្សព្វផ្សាយបានតតែសោះកងទ័ពយើងរាប់រយនាក់គ្រាន់តែគិតលុយម្ដងដើម្បីកំទេចរោងចក្រទាំងមូលនឹងខ្សែលុយធំខ្ញុំចង់ឃើញព្រះណាដែលពួកគេនៅមានវេទមន្តអ្វីឮដូច្នេះខ្ញុំសើចយ៉ាងត្រជាក់ប្រសិនបើគូបដេប៉ាប្រើតបសេះដើម្បីវាយប្រហារពិភពលោកនោះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅម៉ាស៊ីនសង្គ្រាមបែបបុរាណដើម្បីប្រឆាំងនឹងតបសេះដូច្នេះខ្ញុំបានបើកហាងប្រព័ន្ធហើយបានចំណាយ500,000ពិន្ទុអនុគ្រោះក្នុងមួយដង្ហើមដោយទិញដោយផ្ទាល់នៅយានជំនិះដែលបានតាមដាននាវាផ្ទុកយន្តហោះដែលមានកម្ពស់ខ្ពស់និងគំនូរជាមួយនឹងស្នូលនៃប្រធានកាំភ្លើងប្រឆាំងយន្តហោះគ្រឿងបរិក្ខារទាំង3នេះគឺសម្រុំទាំងស្រុងសម្រាប់ដីវាលស្មៅពេលខ្ញុំគិតពីរឿងនោះភ្លាមរូបនោះបានប្រែទៅជាពន្លឺដែលហូរចូលក្បាលរបស់ Trey Huen លោកបានបញ្ជាភ្លាមដល់នាយកដ្ឋានសំណង់ទាំងមូលឲ្យចាប់ដើមសាងសង់ដោយមិនគិតពីតម្លៃនៃការផលិតឧបករណ៍ផ្ទាល់ខ្លួនឡើយមួយថ្ងៃក្នុងរយៈពេលកំណត់កងទ័ពជឿនលឿនបានបញ្ចប់ការផ្លាស់ប្ដូរឧបករណ៍ដែលមិនធ្លាប់មានពីមុនមកបន្ទាប់ពីអ្វីត្រូវបានរៀបចំរួចរាល់ Trey Huen ផ្ទាល់បានដឹកនាំកងពលខាងជើងចំនួន100,000នាក់ចូលទៅក្នុងទ្វីបរបស់ Golden Can ហើយបានរៀបចំអារេនីតបសេះដែកចំនួន300,000នាក់និងសត្វពីងរហ័សដើម្បីប្រយុទ្ធ
គាត់កំពុងជិះសេះចម្បាំងដ៏ខ្ពស់មួយសម្លឹងមើលកងទ័ពដ៏ធំដែលធ្វើចលនាយឺតពីចម្ងាយគ្រាន់តែជាប្រអប់រាងចម្លែកមួយចំនួនប៉ុណ្ណោះតើអ្នកក៏ហ៊ានអាំងជាមួយនឹងសត្វតោរបស់ខ្ញុំដែរឬទេថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកថាអ្នកណាជាអ្នកគ្រប់គ្រងវាលស្មៅកងទ័ពទាំងមូលបានប្រញាប់ប្រញាល់ឆ្ពោះទៅមុខតាមបញ្ជារបស់គាត់ទីហ៊ានទ័ពសេះ300,000អ្នកបានកាន់ដាវរបស់ពួកគេហើយក្រហមឆ្ពោះទៅមុខសមរភូមិប៉ុន្តែនៅពេលនោះទ័ពសេះចូលដល់កន្លែងបាញ់ស្រាប់តែមានសម្លេងលាន់នៅឡើងលើមេឃប្លង់ខ្យល់ក្តៅយៈរាប់សិបគ្រាប់បានហោះឡើងលើអាកាសលោតពីលើសមរភូមិទ័ពសេះវិនាទីបន្ទាប់គ្រាប់រំសេវផ្ទុះខ្ពស់រាប់មិនអស់បានធ្លាក់ពីលើមេឃសម្លេងផ្ទុះឡើងក្នុងចំណោមក្រុមទ័ពសេះដ៏ក្រាស់សេះចម្បាំងរត់ចេញទាំងភ័យស្លន់ស្លោហើយការវាយលុកដ៏ប្រណិតពីដំបូងបានធ្លាក់ចូលទៅក្នុងភាពវឹកវរឃើញទស្សនវិជ្ជានេះការបញ្ចេញមិត្តរបស់ខានជេមប្រែប្រួលខ្លាំងប៉ុន្តែលុយធំមិនទុកពេលឲ្យគាត់ប្រតិកម្មឡើយរថយន្តវាយលុកលើវាលស្មៅរាប់សិបគ្រឿងបានប្រញាប់ប្រញាល់ចេញទៅក្រៅយានជំនិះរត់លើវាលស្មៅហាក់ដូចជានៅលើដីរ៉ាបជីបចោម៉ាស៊ីនខ្លាំងនៅលើដំបូលរថយន្តបានឆាបឆេះយ៉ាងសន្ធោសន្ធៅទ័ពសេះ Golden Horde បានធ្លាក់ជាបំណែកដោយមិនអាចចូលទៅជិតបានបន្តិចទីហ៊ានក្លាហានមួយចំនួនបានប្រញាប់ប្រញាល់ទៅខាងរថយន្តហើយព្យាយាមអស់ពីសមត្ថភាពដើម្បីកាប់ដាវរបស់ពួកគេប៉ុន្តែបានត្រឹមតែបន្លឺសំឡេងយ៉ាងមុតស្រួចសូម្បីតែកោះក៏មិនអាចចាក់ចេញបានដែរត្រឹមតែកន្លះម៉ោងប៉ុណ្ណោះកងទ័ពសេះអេសរជន300,000នាក់បានបាត់បង់ជាងពាក់កណ្ដាលនៅសល់ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងរត់គេចខ្លួនដោយភាពច្របូកច្របល់ធឹមធួងរំភើបចិត្តណាស់បើកភ្នែកហើយបើកមាត់ជើងរបស់គាត់ទន់ហើយគាត់បានធ្លាក់ពីលើខ្នងសេះដោយផ្ទាល់ថ្រៃហៀនជីសេះទៅមុខដោយដាក់ដាវកាត់របស់គាត់យ៉ាងខ្លាំងហឺគីនបានធ្វើបាបប្រជាជនរបស់ខ្លួនថ្ងៃនេះជាថ្ងៃដែលប្រទេសរបស់អ្នកនឹងត្រូវវិនាសនិយាយចប់ថ្រៃហៀនបានដោះស្រាយភ្លាមជាមួយខេននៅនឹងកន្លែងសំឡេងរំលឹកប្រព័ន្ធក៏បន្លឺឡើងនៅពេលនេះម្ចាស់ផ្ទះបានជួយយៈបំផ្លាញ Golden Horde Nation ទទួលបានពិន្ទុព្រះគុណបន្ថែម200,000ដោះសោសិទ្ធក្នុងការទាញយកធនធាន Step ដ៏ធំផ្ដល់សេះចម្បាំងវោជឿនរាប់មិនអស់ជួយយៈបង្កើតក្រុមទ័ពសេះដ៏រឹងមាំមួយយ៉ាងឆាប់រហ័សការសម្របសម្រួលដ៏ល្អឥតខ្ចោះជាមួយអង្គភាពពីដែកចំហាយបន្ទាប់ពីបែងដេញនៅភាគខាងជើងខ្ញុំបានងាកមើលទ្វីបភាគខាងត្បូងកន្លែងនេះគ្របដណ្ដប់ដោយព្រៃក្រាស់និងជាទឹកដីរបស់កុលសម្ព័ន្ធ Venco ដូច្នេះហើយនៅពេលនេះគាត់មិនបានហាត់ប្រយុទ្ធខ្លាំងទេប៉ុន្តែគាត់ពូកែប្រើថ្នាំពុលហ្គាដើម្បីកម្ចាត់សត្វល្អិតពុលនិងសត្វសាហាវទីហ៊ានគ្រប់រូបកាន់កាពុលជាមួយពួកគេដែលអាចឆក់យកជីវិតអ្នកដទៃដោយស្ងៀមស្ងាត់ពួកគេបានរៀបចំបង្កើតសារធាតុពុលរាប់មិនអស់ដែលជ្រៅនៅក្នុងព្រៃបើគេវាយដោយចៃដន្យប្រាកដជាហត់នឿយក្នុងព្រៃដូច្នេះខ្ញុំបានសម្រេចចិត្តដំឡើងឧបករណ៍របស់ខ្ញុំម្ដងទៀតខ្ញុំបានបដូរទៅឧបករណ៍បំពុលខ្យល់ភ្លុំនិងថ្នាំបន្សាបជាសកលកងទ័ពទាំងមូលបានផ្លាស់ប្ដូរភ្លាមបន្ទាប់ពីកងទ័ពចូលទៅក្នុងព្រៃខំភាគខាងត្បូងសត្វល្អិតពុលរាប់មិនអស់បានប្រញាប់ប្រញាល់ទៅមុខប៉ុន្តែទីហ៊ានបានពាក់ឧបករណ៍ការពារយ៉ាងតឹងរ៉ឹងហើយមិនខ្លាចខំឡើយបន្ទាប់មកទីហ៊ានក៏លើកអណ្ដាតភ្លើងមកដំណើរគ្នាហើយមួយសន្ទុះក្រោយមកសត្វល្អិតពុលទាំងអស់បានប្រែជាខ្មៅឃើញបែបនេះទីហ៊ានកុលសម្ព័ន្ធបុរាណទាំងអស់ប្រែទឹកមុខភ័យខ្លាចតើមានភ្លើងដ៏មានឥទ្ធិពលយ៉ាងណាក្នុងលោកតើសត្វល្អិតមានជាតិពុលរបស់យើងខ្សោយឬសម្ដេចសង្ឃដែលឈរមើលសមរភូមិពីចម្ងាយបានគ្រោះវិដ័យដោយកំហឹងហើយធ្វើឲ្យអរិយថ្នាំពុលសកម្មក្នុងមួយប៉ព្រិចភ្នែកមេអំបៅពុលរាប់មិនអស់ដែលផ្ទុកម្សៅពុលបានហោះមករកពួកគេដូចជាភ្លុំឧស្ម័នខ្មៅកន្លែងដែលគេឆ្លងកាត់សំបីតែថ្មក៏ត្រូវរណ្ដៅទោះយ៉ាងណាក៏ដោយរបាំងឧស្ម័នរបស់ទីហ៊ានចាស់អាចទប់ស្កាត់ម្សៅពុលបានយ៉ាងល្អឥតខ្ចោះប៉ុន្តែអ្នកពន្លត់ភ្លើងបានបោកបក់ទៅចំហៀងសារធាតុពុលទាំង4ប្រែទៅជាធូលីដែលធ្វើឲ្យវាមិនអាចចូលទៅជិតកងទ័ពក្នុងចម្ងាយ10ម៉ែត្រនៅពេលនេះព្រះចៅអធិរាជផ្ទាល់បានដឹកនាំក្រុមអិសរាជជន Gamasters ឆ្ពោះទៅមុខដោយបន្លឺសំឡេងយ៉ាងចម្លែកប៉ុន្តែនៅពេលដែលពួកគេបង្ហាញខ្លួនភ្លាមទីតាំងរបស់ពួកគេត្រូវបានរកឃើញដោយយានដ៏ជាក់លាក់មួយថ្រៃហៀនភ្លាមបានបញ្ជាឲ្យមានការវាយប្រហារតាមអាកាសកាំភ្លើងយន្តធុនស្រាលនិងកាំភ្លើងត្បាល់ហើយបើកការបាញ់ប្រហារក្នុងពេលតែមួយគ្រាប់កាំភ្លើងធំបានធ្លាក់ចំកណ្ដាលក្រុម Gamasters បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរហើយជាមូលដ្ឋានគ្មានឱកាសបញ្ចេញថ្នាំពុលខ្លាំងជាងនេះទេកងទ័ពដ៏អស្ចារ្យបានបន្តទៅមុខជាលំដាប់សារធាតុពុលទាំងអស់នៅលើផ្លូវត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សទីហ៊ាននៃកុលសម្ព័ន្ធ Venco បានដកថយជាបន្តបន្ទាប់មិនអាចបង្កគ្រោះថ្នាក់ណាមួយដល់កងទ័ពដ៏អស្ចារ្យបានទេជេទីឃើញស្ថានភាពអស្ចារ្យត្រូវបាត់បង់ភ្លាមគាត់ក៏ខំចង់អណ្ដាតហើយទះដៃក្នុងល្បឿនលឿនបំផុតដេញវេទមន្តហាមឃាត់ខ្ញុំនឹងបំផ្ទុះនៅសារធាតុពុលចុងក្រោយដែលកប់ក្រោមអាសនៈខ្ញុំចង់នៅកម្រិតដូចអធិរាជដ៏អស្ចារ្យរបស់អ្នកនៅពេលនេះខ្ញុំបានបោះគ្រូតូចមួយចូលទៅក្នុងផ្ទៃអេកូឡូស៊ីយ៉ាងងាយស្រួលដោយបង្ខំឲ្យបូជីចាលេបត្រាវេទមន្តដែលគាត់ទើបតែបង្កើតហើយបំផ្លាញវាភ្លាមឃើញទស្សនវិជ្ជានេះមេតបធំទាំងអស់លុតជង្គង់ចុះវាគឺជាព្រះហៅថែនដែលបានមកជួយសង្គ្រោះប្រាក់ដ៏អស្ចារ្យរបស់ខ្ញុំព្រះហៅហ្វែងខ្លាំងណាស់អរគុណព្រះដែលបានការពារកងទ័ពយើងទាំងមូលនិងកម្ចាត់អំពើអាក្រក់អតីតភពដ៏អស្ចារ្យបានបំផ្លាញប្រទេសពីរជាប់គ្នាសម្ព័ន្ធហ្វែនដេលនិងចាក់ភពធំខ្មៅបានភ័យខ្លាចរួចទៅហើយទ្វីបខាងកើតមានកោះជាច្រើនរយហើយសម្ព័ន្ធ Heavenly Peach Alliance មានតែទូកឈើប៉ុណ្ណោះប៉ុន្តែអ្វីដែលខ្លាំងបំផុតនៃការជឿនលឿនទំនើបគឺកងទ័ពជើងទឹកដែលគ្មានការប្រឹងប្រែងណាមួយបានកម្ចាត់ពួកគេទាំងស្រុងបច្ចុប្បន្ននេះមានតែចាក់ភពធំខ្មៅប៉ុណ្ណោះដែលនៅមានទ្វីបខាងលិចប្រទេសនេះប្រើចាហួយស្រាខ្មៅខ្លាំងមិនគួរឲ្យជឿដើម្បីកសាងប្រាសាទរបស់ខ្លួន
សម័យមួយរាជធានីជាតិឡើងលើពកស្រមោចធំពួនលាក់ខ្លួនក្នុងបន្ទាយយក្សហើយបន្តផឹកស៊ីសប្បាយខ្ញុំមានទីក្រុងដែលរឹងមាំបំផុតក្នុងពិភពលោកទោះបីជាវិធីសាស្ត្រកំទេចរីថែមខ្លាំងជាងក៏ដោយក៏ខ្ញុំមិនអាចបំផ្លាញវាបានដែរទោះជាព្រះរបស់គេមកផ្ទាល់ក៏ដោយក៏គុំសង្ឃឹមថានឹងបំផ្លាញបន្ទាយរបស់ខ្ញុំដែរខ្ញុំនឹងចំណាយពេលជាមួយពួកគេរហូតដល់ទីបញ្ចប់ខ្ញុំបានមើលសត្វថ្មចាស់ហើយព្រៃនៅក្នុងទីក្រុងនៅក្នុងការប្រកួតចុងក្រោយនេះខ្ញុំចង់បំពាក់ឲ្យយក្សជាមួយនឹងកម្លាំងអាគារខ្លាំងបំផុតដើម្បីប្រឈមមុខនឹងនាងដោយថាមពលដាច់ខាតដោយការអស់សង្ឃឹមទាំងស្រុងខ្ញុំបានបើកហាងប្រព័ន្ធមួយហើយបានចំណាយប្រាក់1លានពិន្ទុជាថ្នូរនឹងកាំភ្លើងធំនិងឧបករណ៍ជីបចរអេឡិចត្រូម៉ាញ៉េទិកដ៏ធំដែលប្រទេសទាំងមូលបានចំណាយប្រាក់យ៉ាងច្រើនលើការផលិតមួយខែក្រោយមកកាំភ្លើងវិស្វកម្មយក្សរាប់សិបដើមត្រូវបានដឹកជញ្ជូននៅក្រោមបន្ទាយធំខ្មៅហើយយ៉ាវខ្វាន់ផ្ទាល់បានមកដល់ជួរមុខថាច់គៀនចុះចាញ់ក្រុងហើយអាចរួចខ្លួនថាច់គៀនឈរលើជញ្ជាំងបន្ទាយហើយសាយយ៉ាងខ្លាំងម៉ៃវ៉ែងត្រៃគឺរឹងមាំនិងមិនអាចបំបែកបានប្រសិនបើអ្នកមានជំនាញអ្នកអាចវាយប្រហារនៅទីនេះត្រៃហ៊យមិនបាននិយាយអ្វីទៀតទេដោយផ្ទាល់បានគ្រវីដៃហើយបញ្ជាឲ្យខ្ញុំចាប់ផ្ដើមគ្រោះមហន្តរាយកានងយក្សរាប់សិបដើមបានក្រហមក្នុងពេលតែមួយហើយនៅពេលនោះមេឃនិងផែនដីបានញ័រថ្មខ្មៅនីមួយបានបំបែករន្ធពណ៌ផ្កាឈូកដ៏ធំភ្លាមបន្ទាប់ពីការបាញ់ជាច្រើនលើកដំណើរគ្នាជញ្ជាំងស្បែកជើងធ្ងន់ដ៏អស្ចារ្យបានដួលរំយ៉ាងខ្លាំងថាច់គៀនបានដួលទៅនឹងដីនៅនឹងកន្លែងហើយត្រូវបានទាហានធំចាប់បានយ៉ាងងាយនៅពេលនេះប្រទេសថ្មខ្មៅបានដួលរលំហើយប្រទេសតូចដែលនៅសេសសល់បានបញ្ជូនលិខិតទទួលយកចាប់ពីពេលនេះទៅលុយធំលែងមានកម្លាំងប្រឆាំងទៀតហើយប្រជាជននៃលុយធំថ្វាយបង្គំមាមុនរូបខ្ញុំព្រះហៅហ្វែនគឺអស់កលឹបជានិច្ចនិងអមតៈធម្មពលនៃសេចក្តីជំនឿបានចាក់ចូលទៅក្នុងខ្លួនខ្ញុំជាបន្តបន្ទាប់សំឡេងរំលឹករបស់ប្រព័ន្ធបន្តជួយម្ចាស់ផ្ទះបញ្ចប់ការស៊ើបអង្កេតក្នុងទិសដៅទាំង4បង្រួបបង្រួមពិភពតូចទទួលបានពិន្ទុគុណតម្លៃបន្ថែម2លាននិងជំរុញអរិយធម៌ជឿនលឿនដើម្បីដោះសោអំណាចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ទំនើបនៅពេលនេះបាតធុងអេកូឡូស៊ីរំកិលភ្លាមសំឡេងទឹកបែកខ្ទេចខ្ទីភាគថាស្ដើមនិងបាតប្រេះខ្លាំងលេចចេញនៅផ្ទៃដីថ្មីដែលកាន់តែធំខ្ញុំក្រឡេកមើលឲ្យជិតឃើញតែថាអ្វីដែលបានលេចឡើងនៅចំពោះមុខខ្ញុំមិនមែនជាទ្វីបធម្មតាទេប៉ុន្តែជាជួរភ្នំដែលវង្វេងនៅចំកណ្ដាលឆ្នាំងមានរាជវាំងត្បូងមាសអណ្ដែតនៅពេលដែលមានកប៉ាល់សត្វធ្វើដំណើរទៅមកទីនោះអ្នកថែមទាំងអាចឃើញមនុស្សតូចគ្រប់បែបយ៉ាងហោះហើរជុំវិញដោយដាវទិដ្ឋភាពនេះបានធ្លាក់ចូលក្នុងក្រសែភ្នែករបស់អ្នកមានទ្រព្យសម្បត្តិហើយបានបង្កឲ្យមានការរំជើបរំជួលភ្លាមត្រៃហ៊យមើលទៅលើមេឃទាំងមិនជឿតើនេះជាហ៊យឆាទេដែនអមតៈមានតែនៅក្នុងទេវកថាបុរាណមានរឿងព្រេងនិទានថាមានសត្វអមតៈនៅហ៊យឆាដែលអមតៈអាចហៅខ្យល់និងភ្លៀងបាននេះជាទីសក្ការៈដែលមនុស្សមិនអាចទៅដល់បានក្នុងមួយជីវិតលុះនិយាយចប់ហើយជនរួមជាតិក៏លុតជង្គង់ចុះក្រាបថ្វាយបង្គំនៅទីនិរោធនោះហើយពួកទាហានក្នុងជួរកងទ័ពក៏សម្ដែងការស្ញប់ស្ញែងពួកគេបានធំឡើងស្ដាប់រឿងទេវកថាអំពីឈ្វ័នឆាតាំងពីក្មេងមកមិនដែលគិតថាដែនដីទេពអប្សរពិតជាលេចចេញនៅចំពោះមុខភ្នែករបស់ពួកគេឡើយដំណឹងនេះបានជន់លេចចូលទៅក្នុងរាជធានីដោយទឹកជំនរហើយថ្មនោះបានបាក់ទៅដីនៅនឹងកន្លែងដែលងាយស្រួលចាប់បានដោយទាហានជួរមុខទន្លេនៅពេលនេះនគរថ្មបានដួលរលំហើយប្រជាជាតិតូចដែលនៅសេសសល់បានបញ្ជូនសម្បត្តិទទួលយកចាប់ពីពេលនេះទៅមហាសេដ្ឋីលែងមានអំណាចប្រឆាំងទៀតហើយប្រជាជនមហាសេដ្ឋីលុតជង្គង់ចំពោះរូបសំណាកខ្ញុំព្រះហៅហ្វែនដែលជាព្រះអមតៈធម្មពលដ៏តូចមួយបានចាក់ចូលទៅក្នុងខ្លួនខ្ញុំជាបន្តបន្ទាប់សំឡេងរំលឹកនៃប្រព័ន្ធបន្តជួយម្ចាស់ផ្ទះឲ្យបញ្ចប់ការស៊ើបអង្កេតគ្រប់ទិសដៅបង្រួបបង្រួមពិភពលោកតូចទទួលបានពិន្ទុសម្លេងដ៏ទេវភាព2លានបន្ថែមទៀតនិងធ្វើឲ្យប្រសើរឡើងនៅអរិយធម៌ជំនាន់មុនដ៏អស្ចារ្យដោះសោអំណាចបច្ចេកទេសវិទ្យាសាស្ត្រដ៏អស្ចារ្យនៅពេលនេះបាតធុងអេកូឡូស៊ីរំកិលភ្លាមសំឡេងប្រេះបែកស្រាលភាគថាសខាងក្រោមដើមបានប្រេះបែកខ្លាំងបង្ហាញពីផ្ទៃដីថ្មីដែលកាន់តែធំបទចម្រៀងដែលអចេតនាបន្តិចរបស់ខ្ញុំបានធ្វើឲ្យការស្លៀកពាក់របស់មនុស្សស្រីក្នុងទីក្រុងត្រូវបានហោះហើរអំពីខ្ញុំបានបញ្ចេញច្រមុះពណ៌ដោយចៃដន្យហើយបាននាំគ្រោះមហន្តរាយដ៏ធំដល់ប្រទេសមួយភ្លាមដោយសារខ្ញុំងាយស្រួលទិញផ្ទៃកញ្ចក់អេកូឡូស៊ីចាស់វាមានពិភពតូចមួយនៅខាងក្នុងខ្ញុំក្រឡេកមើលឲ្យជិតឃើញតែថាអ្វីដែលបានលេចឡើងនៅចំពោះមុខខ្ញុំមិនមែនជាទ្វីបធម្មតាទេប៉ុន្តែជាជួរភ្នំដែលវង្វេងនៅចំកណ្ដាលឆ្នាំងមានរាជវាំងត្បូងមាសអណ្ដែតនៅពេលដែលមានកប៉ាល់សត្វធ្វើដំណើរទៅមកទីនោះអ្នកថែមទាំងអាចឃើញមនុស្សតូចគ្រប់បែបយ៉ាងហោះហើរជុំវិញដោយដាវទិដ្ឋភាពនេះបានធ្លាក់ចូលក្នុងក្រសែភ្នែករបស់អ្នកមានទ្រព្យសម្បត្តិហើយបានបង្កឲ្យមានការរំជើបរំជួលភ្លាមត្រៃហ៊យមើលទៅលើមេឃទាំងមិនជឿតើនេះជាហ៊យឆាទេដែនអមតៈមានតែនៅក្នុងទេវកថាបុរាណរឿងព្រេងនិទានថានៅហ៊យឆាមានសត្វអមតៈដែលអាចហៅខ្យល់និងភ្លៀងនេះជាទីសក្ការៈដែលមនុស្សមិនអាចទៅដល់បានក្នុងមួយជីវិតពេលនិយាយចប់បែកស្ទែងដេឆៃនលុតជង្គង់ចុះអន់ក្បាលថ្វាយបង្គំទៅកាន់ដែនដីទេពអប្សរនោះទាហានក្នុងជួរតបក៏បង្ហាញការស្ញប់ស្ញែងពួកគេបានធំឡើងស្ដាប់រឿងទេវកថាអំពីឈ្វ័នឆាតាំងពីក្មេងមកមិនដែលគិតថាដែនដីទេពអប្សរពិតជាលេចចេញនៅចំពោះមុខភ្នែករបស់ពួកគេឡើយព័ត៌មានបានហូរចូលរាជធានីដោយទឹករលកស្រមោលជាច្រើនឈរទាំងភ័យក្នុងអាកាសបុរសចំណាស់នាំមុខមើលងាយបុរសអ្នកមានគ្រាន់តែជាប្រទេសតូចតាចធម្មតាហ៊ានហៅខ្លួនឯងថាជាវីរជនដោយពឹងលើសំណល់ពីរបីអ្វីដែលហៅថាព្រះហាវធានដែលអ្នកគោរពបូជានោះគឺគ្រាន់តែជាធ្លុកលាក់ខ្លួនក្នុងភាពងឹតតើវាស័ក្តិសមនឹងគេប្រៀបធៀបនឹងពួកយើងជាអ្នកដាំអមតៈឈ្វ័នឆាទេទីបំផុតពួកសិស្សរបស់ទ្រង់បានរកឃើញវាហើយអ្នករមែងមិនអាចមានអារម្មណ៍ថាមានពន្លឺមិនស័ក្តិសមក្នុងការរួមរស់ក្នុងឋានសួគ៌និងផែនដីនេះជាមួយដែនទេពអបហ៊ានជើរបស់យើងហើយរឹតតែមិនស័ក្តិសមក្នុងការបង្ហាញខ្លួននៅចំពោះមុខព្រះ
ក្រុមរបស់យើងសម្អាតប្រាក់យ៉ាងច្រើនមុនពេលដែលយើងអាចសម្អាតដែនទេពអប្សរឆ្វេងឆារបស់យើងពេលនិយាយចប់សត្វដ៏អស្ចារ្យទាំងអស់ក៏ងើបមុខឡើងលើមេឃយ៉ាងស្ងប់ស្ងាត់ប្រជាជននៃដែនអមតៈពិតជាចង់កម្រិតអមតៈដ៏អស្ចារ្យរបស់យើងមែនទេហេតុអីក៏ខូខើម្លេះនៅពេលនេះមេតបចំណាស់ម្នាក់បានលាលែងពីជួរដោយបានបដិញ្ញាដោយផ្ទាល់ថានឹងដឹកនាំកងទ័ពដើម្បីវាយប្រហារហ៊ីអែនឆាវការពារទឹកដីដ៏អស្ចារ្យរបស់យើងនិងវាយលុកច្រកទ្វារទាំងនេះគឺដូច្នោះទ្រីវហ៊ឿនខឹងក៏ចង្អុលទៅមេឃលោកយាយហ៊ីអែនឆាវក្រុងបំផ្លាញលុយរបស់យើងតើយើងអាចអង្គុយរងចាំការបរាជ័យបានទេទោះបីជាពួកគេពិតជាបណ្ដោះសត្វអមតៈក៏ដោយក៏យើងមានការការពារពីព្រះហើយពិតជាអាចកម្ចាត់ពួកគេមនុស្សរាប់រយនាក់ក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅវាំងម្ដងមួយហាវធានព្រះនឹងការពារលុយធំប្រកាសជាឈ្នះខណៈខ្ញុំឈរនៅលើគែមនៃផ្ទៃអេកូឡូស៊ីចុងម្រាមដៃខ្ញុំប៉ះថ្នមនៅលើគែមអាំងដោយមិននឹកស្មានដល់សំបីតែអរិធថយក្រោយក៏លេចចេញមកវាជាការពិតដែលវាគួរឲ្យចាប់អារម្មណ៍ជាងកងកម្លាំងកម្រិតទាបពីមុន3ថ្ងៃក្រោយមកនៅក្នុងព្រះបរមរាជវាំង Thrai Hien បានកោះហៅនារីក្បាច់គុណមកប្រជុំគាត់មើលទៅធ្ងន់នៅពេលគាត់អង្គុយលើកៅអីវែងប្រជាជន Hien ឆាច្បាស់ជាមានអរិភាពចំពោះអ្នកកាន់តំណែងមុនរបស់យើងមិត្តភក្តិឲ្យតើអ្នកមានសៀវភៅប្រៀបធៀបទេរូបរាងរបស់មនុស្សឈោកឈួរនៅកណ្ដាលអាកាសមេដឹកនាំចាស់មើងងាយបរោះអ្នកមានគ្រាន់តែជាប្រទេសតូចតាចធម្មតាដែលហ៊ានអះអាងខ្លួនជាវីរជនដោយពឹងលើការសម្លាប់ចោលបន្តិចបន្តួចអ្វីដែលហៅថាព្រះស្ថានសួគ៌ក្រោមដែលអ្នកគោរពប្រណិប័តគឺគ្មានអ្វីក្រៅពីធ្លាប់លាក់ខ្លួនក្នុងភាពងឹតនោះទេតើវាស័ក្តិសមនឹងគេប្រៀបធៀបនឹងពួកយើងជាអ្នកដាំអមតៈឆ្វេងឆាទេសិស្សរបស់គាត់បានដកដាវអមតៈរបស់គាត់ចេញហើយអ្នកស្លាប់ក៏មិនអាចទទួលអារម្មណ៍បានដែរមិនស័ក្តិសមក្នុងការរួមរស់នៅស្ថានសួគ៌នឹងផែនដីនេះជាមួយនឹងដែនអមតៈឆ្វេងឆារបស់ខ្ញុំកាន់តែមិនស័ក្តិសមក្នុងការបង្ហាញខ្លួននៅចំពោះមុខព្រះដោយរងចាំយើងកម្រិតប្រាក់ដ៏ច្រើនមុនពេលដែលយើងអាចសម្អាតដែនអមតៈឆ្វេងឆារបស់យើងពេលនិយាយចប់អ្នកចាស់ទុំទាំងអស់បានសម្លឹងមើលទៅលើមេឃយ៉ាងស្ងប់ស្ងាត់ប្រជាជននៃអាណាចក្រអមតៈពិតជាចង់កម្រិតដូនតារបស់យើងតើពួកគេមិនមែនជារឿងព្រេងនិទានទេហេតុអីក៏ខូខើម្លេះនៅពេលនេះមេតបចំណាស់ម្នាក់បានលាលែងពីជួរដោយសុខចិត្តដឹកនាំទ័ពធំមួយដើម្បីវាយលុកហ៊ីអែនឆាវការពារទឹកដីដ៏អស្ចារ្យមុនពេលដែលខ្ញុំប្រយុទ្ធដើម្បីចិញ្ចឹមក្រុមមនុស្សលោកខ្លួននេះឬដូច្នោះទ្រីវហ៊ូយៀនទាំងខឹងក៏ចង្អុលទៅមេឃថាពួកឈ្លានពានហូវៀនជើក្រុងបំផ្លាញដូនតាយើងអាចអង្គុយរងចាំភាពបរាជ័យបានដោយរបៀបណាមនុស្សរាប់រយនាក់ក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅវាំងម្ដងមួយហាវធានប្រកាសជានឹងការពារយើងលុយដ៏អស្ចារ្យប្រកាសជានឹងឈ្នះខណៈដែលខ្ញុំឈរនៅខាងក្រៅផ្ទៃអេកូឡូស៊ីចុងម្រាមដៃរបស់ខ្ញុំប៉ះលើគែមអាំងទឹកខ្ញុំមិននឹកស្មានថាសំបីតែអរិធចាស់ក៏លេចចេញមកដែរវាជាការពិតដែលវាគួរឲ្យចាប់អារម្មណ៍ជាងកងកម្លាំងដែលបានធ្វើការពីមុន3ថ្ងៃក្រោយមកនៅក្នុងព្រះបរមរាជវាំងទ្រីវហ៊ៀនបានកោះប្រជុំជាមួយមន្ត្រីស៊ីវិលនិងយោធាគាត់មើលទៅធ្ងន់នៅពេលគាត់អង្គុយលើកៅអីវែងប្រជាជនហ៊ីអែនឆាច្បាស់ជាមានអរិភាពចំពោះអ្នកកាន់តំណែងមុនរបស់យើងមិត្តជាទីគោរពតើអ្នកមានផែនការសត្រូវទេឬដូច្នេះតបថ្មើរជើងរបស់ធីឡាងក៏លុតជង្គង់ចុះព្រះអង្គម្ចាស់អ្នកដាំដុះអមតៈហ៊ីអែនឆាវគឺជាអ្នកដែលរងចាំជ្រើសរើសមានអំណាចនៃការបំផ្លិចបំផ្លាញស្ថានសុខនិងគ្រឿងសឹកចំហាយនៃអ្នកស្នងតំណែងមុនដ៏អស្ចារ្យរបស់ខ្ញុំនៅចំពោះមុខពួកគេមិនអាចទ្រាំទ្របានតែមួយដងទេជំនួសឲ្យការព្យាយាមទប់ទល់ពួកគេគ្រាន់តែដាក់ជូនមេដឹកនាំឆ្វេងឆាវហើយបានជួយសង្គ្រោះប្រជាជនទូទាំងប្រទេសទោះបីជាព្រះហៅហ្វែនធ្លាប់បានការពារអ្នកស្នងតំណែងមុនដ៏អស្ចារ្យរបស់ខ្ញុំក៏ដោយឥឡូវនេះគុជអមតៈហ៊ីអែនឆាវបានមកដល់ហើយថ្ងៃដែលខ្ញុំគិតថាខ្ញុំអាចជិះបានគឺយឺតពេលហើយខ្ញុំមិនអាចការពារពួកយើងបានតតែសោះពេលដែលពាក្យទាំងនេះត្រូវបានគេនិយាយតុលាការក៏ផ្ទុះកំហឹងភ្លាមThrai Hien ខឹងនឹងតោហើយក្រោកឈរកុហកព្រះជាម្ចាស់ហៅហ្វែនជាច្រើនដងបានសន្សំប្រាក់យ៉ាងច្រើនពីគ្រោះមហន្តរាយនៃការបំផ្លិចបំផ្លាញបើគ្មានព្រះទេនោះនឹងមិនមានការរីកចម្រើនខ្លាំងដូចសប្តាហ៍ថ្ងៃនេះទេអ្នកហ៊ានបង្ខូចគេឈ្មោះព្រះនឹងខົບខិតជាមួយស្ត្រូវបរទេសដោយឃើញខ្ញុំជាមនុស្សងាយនឹងបោកប្រាស់ប៉ុន្តែម៉ាញ់វ៉ូសេវែងបានលើកក្បាលឡើងហើយញឹមយ៉ាងត្រជាក់ថាព្រះអង្គម្ចាស់សូមឈប់រឹងរូសទៀតទៅព្រះទីចាហ៊ីអែនយងឈឺបាននិយាយថាក្នុងរយៈពេល3ថ្ងៃប្រសិនបើប្រទេសទាំងមូលមិនចុះចាញ់ថ្ងៃដែលលោកនឹងដឹកនាំអ្នកដាំដុះដោយផ្ទាល់ដល់កម្រិតរាជធានីគឺជាថ្ងៃកំណត់ដល់ពេលនោះព្រះមហាក្សត្រនឹងសោកស្ដាយហើយវាហួសពេលហើយបើព្រះហៅធានពិតជាមានសមត្ថភាពមែនហេតុអ្វីបានជាព្រះអង្គមិនព្រមបញ្ឈប់ពាក្យសម្ដីរបស់គាត់ប្រៀបដូចជាបន្លាចាក់ទម្លុះបេះដូងមន្ត្រីនាយករដ្ឋមន្ត្រីក៏ដកដង្ហើមដោយព្រួយបារម្ភអ្នកដាំដុះអមតៈហ៊ីអែនឆាបានតវ៉ាដោយបើកចំហប៉ុន្តែវិញ្ញាណដ៏ទេវភាពនៅតែមិនអរអួលតើពិតជាដូចអ្នកបម្រើនិយាយមែនទេតើវាយឺតពេលសម្រាប់ព្រះដើម្បីជិះវៀងវាខណៈដែលគ្រប់គ្នាចាប់ផ្ដើមងឿងឆ្ងល់សំឡេងបន្លឺឡើងភ្លាមមកពីទីហ៊ីអែនឆាលោកហ៊ីអែនយងជូបានដឹកនាំអ្នកដាំដាវអមតៈជាច្រើនរយនាក់ហោះលើរាជធានីទ្រង់បានហែដាវខ្សែទឹកនៃកម្លាំងដាវបានធ្លាក់ចុះឆ្ពោះទៅកាន់ព្រះបរមរាជវាំងធំ Junior Yao Quan ថ្ងៃផុតកំណត់3ថ្ងៃបានមកដល់ហើយបើអ្នកនៅតែមិនចុះចាញ់ថ្ងៃនេះខ្ញុំនឹងធ្វើឲ្យលុយរបស់អ្នកខ្លាយជាធូលីដី Thrai Hien Phong Kiu មិនខ្លាចដែលចេញពីរាជវាំងខឹមលូនគុំក្រអឺតក្រទុំរងចាំគ្រួសារហ្វែនហ្វួងមកឡាមច្បាស់ជាកំចាត់អ្នកទាំងអស់គ្នាក្រោយពីយូរដូច្នេះហ៊ីអែនយងជូបានស្រក់ទឹកភ្នែកយ៉ាងត្រជាក់ថាឌូមិតសម្លាញ់របស់អ្នកគ្មានអ្វីក្រៅពីអណ្ដាតទេថ្ងៃនេះខ្ញុំនឹងបំផ្លាញរូបសំណាកមាសរបស់វាទុកឲ្យអ្នករាល់គ្នាក្នុងពិភពលោកបានដឹងដិនម៉ាញ់ហ្វែមមិនអាចទប់ទល់នឹងការវាយប្រហារមួយបានឡើយដោយបាននិយាយដូច្នេះហ៊ីអែនយងជូបានលើកដៃរបស់គាត់ស្ទ្រីមនៃធម្មពលដាវពណ៌លឿងបានប្រញាប់ប្រញោលឆ្ពោះទៅរករូបសំណាកមាសនៅលើទីលាន
ដោយឃើញទស្សនភាពនេះត្រីវហ៊ឿនក៏សម្លឹងទៅរកកាំភ្លើងធំខាងមុខភ្លាមកាំភ្លើងធំបានបើកដើម្បីការពាររូបព្រះប៉ុន្តែភ្លាមនៅពេលដែលកាំភ្លើងធំរបស់ប្រាក់ដ៏អស្ចារ្យបានបាញ់គ្រាប់កាំភ្លើងធំត្រូវបានរារាំងដោយពួកសិស្សរបស់ខ្វិនឆោដោយប្រើវេទមន្តពិតហើយថាមពលដាវនៅតែបន្តហោះឆ្ពោះទៅរករូបព្រះពេលរូបព្រះហៀបនឹងត្រូវខូចខ្ញុំបានយកញួរមកគូសវាចូលទៅក្នុងផ្ទៃអេកូឡូស៊ីដែលរារាំងរូបព្រះថាមពលដាវរបស់ហ៊យអិនយ៉ងជឺបានប៉ះទង្គិចនឹងដាវហោះហើយបាត់ភ្លាមហ៊យអិនយ៉ងជឺបើកភ្នែកធំដោយរន្ធត់តើនេះជាបិសាចអ្វីតើថាមពលដាវពីកំណើតរបស់ខ្ញុំអាចត្រូវបានរារាំងដោយភាពអសរោះនេះដោយរបៀបណាសិស្សដែលបណ្ដុះបណ្ដាលនៅពីក្រោយគាត់ទាំងអស់គ្នាភ័យខ្លាចក្រឡេកមើលទៅមុខដោយសារតែពួកគេកំពុងលេបត្របាក់រុយដែលធំជាងពួកវារាប់រយដងរាងកាយទាំងមូលរបស់ពួកគេញ័រហើយយុវជន7នាក់បានចង្អុលទៅមេឃហើយស្រែកខ្លាំងទៅកាន់មនុស្សកំសាកដែលលាក់ក្បាលរបស់ពួកគេនិងបង្ហាញកន្ទុយរបស់ពួកគេបើអ្នកមានភាពក្លាហានចូលបង្ហាញខ្លួននិងប្រយុទ្ធកុំលាក់ក្នុងទីងឹតខ្ញុំជាប្រធាននៃនិកាយខុសឆ្គងនេះឈ្មោះយ៉ាអិនឆាប្រសិនបើខ្ញុំអនុវត្តរយៈពេល6,000 ឆ្នាំខ្ញុំប្រកាសជាធ្វើឲ្យមនុស្សចំណាយប្រាក់យ៉ាងធ្ងន់ធ្ងរគាត់ស្រែកហើយលើកដៃសំពះកម្លាំងដាវរបស់គាត់កាន់តែខ្លាំងឡើងចង់បំបែកអាយ៉ងមួយភ្លុំខ្ញុំក្រឡេកមើលទៅហ៊យអិនយ៉ងជូដែលកំពុងលោតជុំវិញផ្ទៃអេកូឡូស៊ីហើយញឹមដោយមើលងាយតើដង្កូវតូចនោះមកពីណាជាបានហោះហើរយ៉ាងព្រៃផ្សៃនៅក្នុងតំបន់របស់ខ្ញុំនិយាយចប់ខ្ញុំក៏គ្រវីក្បាលរុយនៅក្នុងដៃខ្ញុំថ្នមរំពេចនោះខ្យល់បក់ឡើងលើមេឃក្នុងបន្ទប់តែមួយបន្លឺឡើងនិងបក់បោកអ្នកដាំដុះឈួនឆៅត្រូវបានខ្ទេចខ្ទីជាបំណែកសិស្សជាច្រើនត្រូវខ្យល់បក់ទៅបុកជញ្ជាំងវាំងឬភ្នំពីចម្ងាយហ៊យអិនយ៉ងត្រូវបានខ្យល់សង្កត់យ៉ាងតឹងរឹងទឹកមុខពោពេញដោយការតស៊ូនិងការភ័យខ្លាចខ្ញុំមើលទៅអ្នកកាន់តាមដែលនៅក្បែរខ្ញុំដែលលែងមានរូបរាងហើយប្រញាប់ឡើងជួយថ្ងៃនេះទុកជីវិតគេថ្ងៃមួយទៀតខ្ញុំច្បាស់ជានឹងនាំអំណាចទាំងអស់របស់ខ្វែនឆៅទៅជន់ឈ្លីលុយធំហើយលៀងជំរះភាពអាម៉ាស់ថ្ងៃនេះសេនដួងបានទប់លំនឹងរាងកាយរបស់គាត់ដោយបង្ខំហើយទាញសិស្សដែលរងរបួសយ៉ាងក្តៅគប់ពី3នាក់នៅក្បែរគាត់ដោយផ្ទុកធម្មពលខាងវិញ្ញាណទាំងអស់នៃដាវគាត់បានកាត់វត្ថុនោះហើយរត់ទៅកាន់ហ៊យអិនឆាកសិករដែលនៅសេសសល់ឃើញដូច្នេះក៏រត់គេចខ្លួនទៅវិញទៅមកនាយឧត្តមសេនីយ៍បានឃើញទស្សនភាពនេះភ្លាមផ្ទុះកំហឹងយ៉ាងខ្លាំងព្រះហៅហ្វែនអស់ចាណាស់ត្រៃហ៊យអិនក៏ដកដង្ហើមធំអន់ក្បាលទៅកាន់មេឃម្ដងហើយម្ដងទៀតអរគុណហាហ្វែនហ្វុងដែលបានការពារនិងជួយយើងវីខ្មាំងសត្រូវបន្ទាប់ពីចាញ់ហ៊យអិនយ៉ងជឺខ្ញុំបានសម្លឹងមើលទៅហ៊យអិនឆាម្ដងទៀតពេលហ៊យអិនយ៉ងទីចុះមកដល់ភ្លាមគាត់បានប្រឡាក់ឈាមពេញមាត់គាត់គ្រាន់តែជាប្រទេសតូចមួយធម្មតាលាក់ក្បាលរបស់គាត់ហើយបើកន្ទុយរបស់គាត់ប៉ុន្តែគាត់ហ៊ានធ្វើឲ្យហ៊យអិនឆារបស់ខ្ញុំបាត់បង់មុខនិងធ្វើបាបពួកសិស្សរបស់ខ្ញុំប្រសិនបើខ្ញុំមិនធ្វើឲ្យព្រះនោះរលាយទៅជាធូលីដីទេពិភពលោកនឹងមិនមែនជាមនុស្សឡើយបន្ទាប់មកគាត់ក៏កោះហៅព្រឹទ្ធាចារ្យទាំងអស់របស់ហ៊យអិនឆាមកបញ្ជាខ្ញុំបំរាមគូចរឈួនហ៊យអិនឆាបានប្រមូលផ្ដុំកម្លាំងខាងវិញ្ញាណទាំងអស់ដើម្បីប្រមូលផ្ដុំអ្នកដាំដុះទាំងអស់ដើម្បីអនុវត្តអាវុធវេទមន្តនិងរៀបចំជួរវ៉ែនថែនហូនហ្គា3ថ្ងៃក្រោយមកខ្ញុំនឹងដឹកនាំកម្លាំងទាំងអស់របស់ហ៊យអិនឆាផ្ទាល់ទៅកាន់កម្រិតគ្រីថែនហើយកំចាត់មនុស្សទាបទាំងអស់ដើម្បីឲ្យពួកគេដឹងពីលទ្ធផលនៅពេលធ្វើបាបហ៊យអិនឆាព្រឹទ្ធាចារ្យហ៊យអិនឆាពីមួយទៅមួយគ្មាននរណាម្នាក់ទទួលបញ្ជាឡើយលុះដូច្នេះខ្ញុំមកក្បាលយ៉ាងអស់សង្ឃឹមបើគាត់មិនចេះរស់នៅដោយសន្តិវិធីទេគាត់ច្បាស់ជាវិលទៅរកផ្លូវចេញដោយខ្លួនឯងដូច្នេះខ្ញុំនឹងផ្ដល់មេរៀនមួយទៀតដល់គាត់ដោយគិតដល់ចំណុចនេះខ្ញុំបានបើកហាងប្រព័ន្ធដោយមិនស្ទាក់ស្ទើរបានចំណាយប្រាក់ចំនួន1លានពិន្ទុស្មោះត្រង់ទិញការពារកម្មជ្រួចនិងអាវុធនុយក្លេអ៊ែរចំណាយ500,000ពិន្ទុប្តីភាពទៀតទិញគ្រឿងឧបភោគបរិភោគដើម្បីពន្លឿនពេលវេលាដែលអាចជួយបានប្រាក់យ៉ាងច្រើនក្នុងរយៈពេលត្រឹមតែ1ថ្ងៃបញ្ចប់ដំណើរការផលិតដែលនឹងចំណាយពេលច្រើនឆ្នាំបន្ទាប់មកដរាបណាខ្ញុំផ្លាស់ប្ដូរគំនិតរបស់ខ្ញុំគំនូរនិងឧបករណ៍ពន្លឿនពេលវេលាបានចាក់ចូលក្នុងពេលតែមួយនៅក្នុងពិភពខ្នាតតូចមួយដោយមានជំនួយពីឧបករណ៍ពន្លឿនពេលវេលានាយកដ្ឋានវិស្វកម្មកម្រិតខ្ពស់បានបង្កើតឧបករណ៍បាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយចំនួន20និងអាវុធនុយក្លេអ៊ែរចំនួន2 Trey Hyoen មើលទៅលើកងទ័ពទំនើបនិងបំពាក់យ៉ាងពេញលេញថ្ងៃនេះយើងនឹងនាំយកអាវុធទំនើបដែលព្រះបានបញ្ជូនមកកម្រិត Hyoen ឆាដើម្បីការពារទឹកដីដ៏អស្ចារ្យរបស់យើងធ្វើឲ្យពួកគេបង់ថ្លៃសម្រាប់ភាពហ៊ឺហារបស់ពួកគេពេលគាត់និយាយចប់ភ្លាមកងទ័ពទំនើបបានផ្លាស់ទៅកាន់ Hyoen ឆាជាផ្លូវការនៅពេលនេះHyoen Yong Chuកំពុងសម្រិតសម្រាំងអាវុធវេទមន្តនៃវាសនានៅក្នុងទឹកដីដ៏បរិសុទ្ធដោយដឹងពីចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ទើបហ៊ានចេញមុខវាប្រហារគាត់សែកខ្លាំងវាជាក្រុមមនុស្សស្លាប់មិនដឹងថារស់ឬស្លាប់ទេពួកគេហ៊ានថ្វាយខ្លួនយ៉ាងសកម្មទៅមាត់ទ្វារហើយជួយសង្គ្រោះខ្ញុំពីការនាំពួកគេទៅបាញ់ទឹកកាមដោយផ្ទាល់និយាយដូច្នេះហើយគាត់ក៏ទម្លាក់អាវុធវេទមន្តនៅក្នុងដៃហើយអ្នកដាំដុះទាំងអស់ឲ្យតាមខ្ញុំចូលច្បាំង2 ម៉ោងក្រោយមក Hyoen Yong Chu ទីបំផុតបានបង្ហាញខ្លួននៅច្រកទ្វារភ្នំ Hyoen Cha គាត់សម្លឹងមើលកងទ័ពទំនើបបណ្ដាលចូលមកពីចម្ងាយសត្វត្រឆានមួយក្រុមនេះពឹងលើឧបករណ៍សម្រាប់តិចតួចហ៊ានបង្ហាញក្បាច់គុណនៅចំពោះមុខហាហ្វៀនជើរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកថាគម្លាតរវាង Immortal និង Mortal មិនអាចយកឈ្នះបានឡើយសិស្សច្បងដែលនៅក្បែរ Hyoen Yong Chu បោះជំហានទៅមុខជើហ្វាយមិនចាំបាច់ធ្វើផ្ទាល់ទេសិស្សនឹងរៀបចំការបង្កើត Van Thai Hon ជាភ្លាមធ្វើឲ្យពួកគេមិនអាចសំបីតែប៉ះច្រកភ្នំ Hyoen Cha បន្ទាប់មកឲ្យពួកគេដួលម្ដងមួយក្នុងសមរភូមិដើម្បីឲ្យពួកគេដឹងពីអំណាចរបស់ Hyoen Cha របស់ខ្ញុំ
និយាយរួចគាត់បានគ្រវីដៃជាសញ្ញាសិស្សគុជអាតកំបាំងជាច្រើនរយនាក់បានរៀលដល់ភ្លាមបង្កើតជាត្រាវេទមុនស្មុគស្មាញជុំវិញខ្លោងទ្វារភ្នំគុជខ្យងដ៏អាតកំបាំងបរិយាកាសជុំវិញបានប្រមូលផ្ដុំគ្នាស្រទាប់ការពារពណ៌លឿងស្លេកដ៏ធំមួយបានកើនឡើងបន្តិចម្ដងគ្រប់ដណ្ដប់គុជអាតកំបាំងទាំងមូលនៅខាងក្នុងហ៊ីវអែនយ៉ងជឿតែដៃពីក្រោយខ្នងមនុស្សទៀបឃើញទេនេះគឺជាទម្រង់ការពារដ៏អស្ចារ្យនៅកម្ពុជានៃហើយអញ្ឆារបស់យើង The Van Immortal Guardian Formation មិនមែននិយាយពីរឿងឃាតកម្មរបស់អ្នកទេសូម្បីតែអ្នកដាំដុះអម្តាក់ដែលបានអនុវត្តអស់រយៈពេល6,000 ឆ្នាំក៏មិនអាចបំផ្លាញវាបានដែរថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអាវុធរបស់អ្នកគ្មានប្រសិទ្ធភាពទុកឲ្យអ្នកអស៊ូដោយឥតប្រយោជន៍នៅខាងក្រៅសមរភូមិហើយទីបំផុតដួលរំពីការអស់កម្លាំងខ្លាចជាកូនចិញ្ចឹមនៃសរសៃវិញ្ញាណគុជដ៏ជ្រាលជ្រៅរបស់ខ្ញុំសិស្សរបស់ Hyo and Cha សាយចំអកដាក់កងទ័ពដ៏អស្ចារ្យបោះបង់ចោលកងទ័ពចាស់ហើយលុតជង្គង់ចុះចាញ់ភ្លាមប្រហែលជាពួកយើងនឹងទុកជីវិតរបស់អ្នកហើយទុកឲ្យអ្នកបម្រើពួកយើងហេតុអ្វីថាញ់មិញមិនហ៊ានចេញមុខទៀតតើអ្នកខ្លាចយើង Hyo and Cha ទេឃើញបែបនេះត្រីវហវៀនបានលើកដៃភ្លាមហើយបញ្ជាឲ្យបាញ់ទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានិងបំផ្លាញស្រទាប់ការពាររបស់ពួកគេពេលគាត់និយាយចប់ភ្លាមរត់ក្រោះនិងកាំភ្លើងធំបាញ់គ្រាប់រកែតក្នុងពេលដំណើរគ្នាកាំភ្លើងធំក្តៅនីមួយបានទម្លាក់ស្រទាប់ការពារ Hyo and Cha គ្រាប់កាំភ្លើងធំបានវាយប្រហារស្រទាប់ការពារដោយបញ្ចេញសម្លេងផ្ទុះដែលអង្រួនមេឃនិងផែនដីប៉ុន្តែស្រទាប់ការពារបានត្រឹមតែរំញ័រពីរបីដងប៉ុណ្ណោះធានឌូងសាយទៅផ្អៀងក្បាលឃើញទេអាវុធរបស់អ្នកគឺអស្ចារ្យណាស់សមរភូមិ Hyo and Cha របស់ខ្ញុំគ្រាន់តែជាគំនោបាក់បែកប៉ុណ្ណោះខ្ញុំណែនាំអ្នកឲ្យចុះចាញ់ជាប្រញាប់ប្រសិនបើក្រុមរបស់យើងមិនបើកការវាយបកត្រង់ត្រីធំទេអ្នកនឹងក្លាយទៅជាធូលីម្ដងមួយមុខមេតបដ៏អស្ចារ្យបានប្រែប្រួលបន្តិចត្រីវហវៀនក៏ងឿងឆ្ងល់នៅពេលនេះសម្លេងរបស់ខ្ញុំបានបន្លឺឡើងពេញពិភពលោកធ្លុករំមួយក្រុមហ៊ានអួតពីព្រឹត្តិការណ៍ចែកសៀវភៅនេះនៅចំពោះមុខខ្ញុំនិយាយចប់ខ្ញុំក៏ដាក់ដៃចូលទៅក្នុងធុងអេកូឡូស៊ីហើយឆេះភ្លាមធ្វើឲ្យមេឃស្រឡះ Hyo and Dong ជូសម្លឹងមើលមេឃងឹតដោយភ័យរន្ធត់ដួងរឿងគ្រាន់តែជាបច្ចេកទេសរំកិលភ្នែកប៉ុណ្ណោះពេលនេះខ្ញុំនឹងកូមរាមដៃនៅសមរភូមិ Hyo and Cha ត្រូវបានហែកចេញមួយប៉ព្រិចភ្នែកសិស្សរបស់ Hyo and Cha ញ័រខ្លួនរួចហើយមិនអាចជីកបានទេការបង្កើតរាជវង្ស Van Tien Ho គឺជាការបង្កើតដ៏អស្ចារ្យបំផុតនៃមរតក10000ឆ្នាំរបស់ឈួនឆាវតើអាចបំបែកបានយ៉ាងងាយដោយរបៀបណាអញ្ចឹងតើអ្នកជាអ្វីលុះដូច្នេះខ្ញុំស្រក់ទឹកភ្នែកយ៉ាងត្រជាក់គ្មានអ្វីដែលមិនអាចទៅរួចនោះទេហ៊ានញុះញង់អំណាចដ៏ទេវភាពរបស់ខ្ញុំថ្ងៃនេះគឺជាថ្ងៃ Hyo and Cha របស់អ្នកដួលរលំដោយឃើញផ្ទាល់ភ្នែកថាទម្រង់ការពារត្រូវបានខូចនោះត្រី Hyo and បានលោតឡើងយ៉ាងរំភើបព្រះដ៏នៅស្ថានសួគ៌គាត់មានដើម្បីជាប្រយោជន៍ដល់ទ្រព្យសម្បត្តិដ៏អស្ចារ្យបានជំរះរាល់ឧបសគ្គហើយវាយប្រហារខ្ញុំដោយអស់ពីកម្លាំងបន្ទាប់ពីការបញ្ជារបស់ត្រី Hyo and កាំភ្លើងធំបានផ្ទុះឡើងនៅរាជវាំងមាសរបស់ Hyo and Cha ការបណ្ដុះបណ្ដាលសិស្សបរាជ័យជាបន្តបន្ទាប់ឃើញបែបនេះ Hyo and Yong ជាគ្រូវិទ្យាពីដានតើខ្ញុំអាចចាញ់មនុស្សទាបបានដោយរបៀបណាដោយបាននិយាយដូច្នេះគាត់បានបង្រួបបង្រួមស្ទ្រីមនៃធម្មពលដាវដ៏ធំហើយបានចោទប្រកាន់ទៅកាន់កងទ័ពដ៏អស្ចារ្យប៉ុន្តែខ្ញុំបានត្រៀមខ្លួនជាមុនដោយបានបញ្ជាឲ្យខែឡាញ់ឡង់ដំណើរការហើយបន្ទាប់មកបានប្រើឈ្នាន់ហោះរបស់ខ្ញុំដើម្បីទប់ទល់នឹងការវាយប្រហាររបស់ Hyo and Yong ដួងទូត្រូវបានរុញច្រានត្រឡប់មកវិញម្ដងហើយម្ដងទៀតរូបកាយទាំងមូលរបស់គាត់ដួលទៅនឹងដីនៅពេលនេះខុយយ៉ាន់ជូវត្រូវបានបំផ្លិចបំផ្លាញគ្រប់ទីកន្លែងសិស្សនៃអ្នកដាំដុះអម្តាក់បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ Hyo and Yong សម្លឹងមើលសិស្សនីមួយដែលនៅក្បែរគាត់ដួលតស៊ូក្រោកឡើងលុតជង្គង់ទាំងសងខាងនៅចំពោះមុខត្រី Hyo and ដើម្បីទុកជីវិតរបស់គាត់ខ្ញុំបានស្បត់ថានឹងចុះចាញ់នឹងថ្វាយសរសៃវិញ្ញាណទាំងអស់របស់ Hyo and Cha ដល់ព្រះហៅហ្វែនលះបង់លុយធំសុខចិត្តធ្វើជាគុជនឹងសេះខ្ញុំមិនហ៊ានទោសទៀតទេសូមមេត្តាកុំចាត់វិធានការទាហានដ៏អស្ចារ្យបានឈប់វាយប្រហារហើយសម្លឹងទៅរកត្រី Hyo and ដោយរងចាំការបញ្ជារបស់គាត់ត្រី Hyo and មិនបានសម្រេចចិត្តដោយខ្លួនឯងទេប៉ុន្តែបានក្រាបសំពះដោយគោរព Thain Phuong Di Jack Hyo and Cha ស្ម័គ្រចិត្តចុះចាញ់ដោយសុំការណែនាំពីព្រះលឺដូច្នោះខ្ញុំក៏ឈប់ហែរយ Hyo and Yong ការប្រមាថអំណាចដ៏ទេវភាពរបស់ខ្ញុំគឺជាឧក្រិដ្ឋកម្មដែលមិនអាចលើកលែងទោសបានតើអ្នកណាអាចលុបបំបាត់កំហុសរបស់ខ្លួនហើយដោះស្រាយជាមួយ Hyo and Yong នៅនឹងកន្លែងដើម្បីជាការប្រមានឬដូច្នោះត្រីហឿងក្រឡេកមើលទៅហវៀនដួងទូយ៉ាងត្រជាក់តើអ្នកបានវិការណែនាំរបស់ព្រះទេធ្វើសកម្មភាពទាហានក្រណាត់របស់ Dae Chaen បានឈានទៅមុខភ្លាមហើយប្រហារជីវិត Hyo and Yong និងអិសរាជនសំខាន់មួយចំនួននៅនឹងកន្លែង Hyo and Cha ដែលហួសហេតុពេកគ្មានអ្នកណាអាចទ្រាំទ្របានក៏ដួលរលំទាំងស្រុង Dae Chaen បានកាន់កាប់ Hyo and Cha ទាំងមូលហើយបានច្រូតកាត់យ៉ាងច្រើនដើម្បីគ្រប់គ្រងធនធាន Hyo and Cha នៅលើទឹកដីនៃ Hyo and Cha មានសរសៃវិញ្ញាណ 3000 ឆ្នាំដែលផ្ដល់ធម៌ពលខាងវិញ្ញាណជាបន្តបន្ទាប់ភ្លាមខ្ញុំសូមឲ្យឧត្តមសេនីយ៍ឯកសិក្សាពីបច្ចេកទេសដាំដុះអម្តាក់រួមបញ្ចូលគ្នានៅវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយនឹងការបណ្ដុះសត្វអម្តាក់ដើម្បីជួយឲ្យឧត្តមសេនីយ៍ដ៏អស្ចារ្យបង្កើនកម្លាំងប្រយុទ្ធរបស់ពួកគេនៅពេលនេះសម្លេងរំលឹករបស់ប្រព័ន្ធបានបន្លឺឡើងនៅក្នុងក្បាលរបស់ខ្ញុំម្ចាស់ផ្ទះជួយយ៉ាប់បំផ្លាញគុជខ្យងអាចកំបាំងដោយគ្រប់គ្រងទាំងស្រុងនៅធនធានដាំដុះអម្តាក់របស់ពិភពលោកខ្នាតតូចកម្រិតអរិយធម៌កម្រិតខ្ពស់បង្កើនពិន្ទុព្រះគុណដែលប្រមូលបានរបស់ម្ចាស់ផ្ទះចំនួន5លានដោះសអត្ថប្រយោជន៍ធ្វើឲ្យប្រព័ន្ធប្រសើរឡើងបន្ថែមធម្មពលជំនាញក្នុងពិភពពិតនិងផ្ដល់ធម្មពលដល់រាងកាយរបស់ម្ចាស់ផ្ទះទទួលបានពរជ័យដើម្បីការពាររាងកាយកម្រិតព្រះទាំងស្រុងរួចផុតពីជំងឺដែលជ្រៀតជ្រែកជាមួយអំណាចចំណុចព្រះគុណពីរអាចផ្លាស់ប្ដូរដោយផ្ទាល់ទៅជាប្រាក់ពិភពលោកពិត10ពិន្ទុព្រះគុណអាចត្រូវបានប្ដូរជារូបិយបាន100
000អំណាចរបស់ម្ចាស់ផ្ទះទាំង3អាចប្រើប្រាស់ពិន្ទុល្អដើម្បីដោះសោជំនាញណាមួយនៅក្នុងពិភពពិតដូចជាការបញ្ជូនវត្ថុតាមទូរស័ព្ទការទស្សន៍ទីអនាគតដរាបណាសំឡេងដាស់តឿនរបស់ប្រព័ន្ធឈប់ខ្ញុំមានអារម្មណ៍នឿយហត់បាត់ភ្លាមពេញរាងកាយហើយភ្នែកនិងការស្ដាប់ក៏ច្បាស់ខុសពីធម្មតាបន្ទាប់ពី2-3ថ្ងៃនៃការដំឡើងប្រព័ន្ធជីវិតពិតរបស់ខ្ញុំក៏បានផ្លាស់ប្ដូរផងដែរស្ថានសួគ៌និងផែនដីរលំមនុស្សទាំងមូលបានភ្លឺស្វាងក្មេងជាងមនុស្សដែលមានអាយុដូចគ្នាមិនមែនត្រឹមតែ10ឆ្នាំទេខ្ញុំបានបើកបន្ទះប្រព័ន្ធយ៉ាងងាយស្រួលរកមើលចំណុចព្រះគុណនៅលើបន្ទះហើយបន្ទាប់មកដោយគ្រាន់តែប៉ះម្រាមដៃរបស់ខ្ញុំបន្តិចវាបានផ្លាស់ប្ដូរទៅជា5លានយន្តទូរស័ព្ទទទួលបានការជូនដំណឹងភ្លាមអំពីប្រាក់ដែលត្រូវបានបញ្ចូលទៅក្នុងកណនីខ្ញុំបានចំណាយ100,000ពិន្ទុល្អម្ដងទៀតដើម្បីដោះសោជំនាញបន្ទាប់មកខ្ញុំបានទៅផ្នែកអេកូឡូស៊ីដោយចង់ដឹងថាតើមានលុយប៉ុន្មានបានអភិវឌ្ឍនៅក្នុងពិភពខ្នាតតូចប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកមើលទៅផ្ទៃអេកូឡូស៊ីស្នាមញឹមនៅលើមុខរបស់ខ្ញុំក៏រឹងរូសភ្លាមតតែឃើញថាលុយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងផ្ទៃអេកូឡូស៊ីឥឡូវនេះត្រូវបានបំផ្លិចបំផ្លាញគ្រប់ទីកន្លែងអ្នកដាំដុះនិងទាហានបានធ្លាក់ចុះយ៉ាងស្រឡះដូចភ្នំហើយនៅលើមេឃបានអណ្តែតលើអ្នកចម្បាំងដែលមានរូបរាងចម្លែកជាច្រើនដែលតែងតែបាញ់ចេញពីពន្លឺបំផ្លិចបំផ្លាញរាល់ពេលវាប្រហារគេអាចរុញការពារលុយធំTrey Huyen កំពុងដឹកនាំកងទ័ពដែលនៅសេសសល់របស់គាត់ដើម្បីប្រយុទ្ធដោយអស់ពីកម្លាំងរបស់គាត់ប៉ុន្តែអាវុធរបស់ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកក្រោមបង្គាប់បានឡើយផ្ទុយទៅវិញពួកគេត្រូវបានទាហានបរទេសវាយបកវិញម្ដងហើយម្ដងទៀតឧត្តមសេនីយ៍ម្នាក់បានលុតជង្គង់នៅចំពោះមុខ Trey Huyen ដែលដឹកទាហានរបស់គាត់ការពារសេះរបស់ទាហានទាំងនេះគឺខ្លាំងពេកបើវានៅតែបន្តទៀតយើងនឹងបាត់បង់ទ័ពទាំងមូល Trey Huyen សម្លឹងមើលមនុស្សនិងទាហាននៅក្បែរគាត់ដែលបន្តដួលហុកទៀងព្រះនាងសូមឲ្យព្រះអង្គការពារប្រាក់មហានគោនិងជួយមហានគោវាយកសត្រូវមកវិញនៅពេលនេះខ្ញុំសង្កេតឃើញអ្នកប្រយុទ្ធដ៏ខ្លាំងពូកែទាំងនោះខ្ញុំឃើញតែមនុស្សក្រៅភពមួយក្រុមអង្គុយក្នុងកប៉ាល់ចម្បាំងរបស់មេបញ្ជាការខ្វាំងមេដឹកនាំក្រៅភពបានមើលងាយលុយធំខាងក្រោមគ្រាន់តែជាអរិយធម៌កម្រិតទាបហើយគាត់នៅតែហ៊ានប៉ះបោលប្រឆាំងនឹងកាឡាក់ស៊ីរបស់យើងថ្ងៃនេះខ្ញុំនឹងបំផ្លាញពិភពលោករបស់អ្នកទាំងស្រុងហើយបង្វែរភពផែនដីរបស់អ្នកមកជាទឹកដីរបស់ខ្ញុំមន្ត្រីរងដែលនៅក្បែរគាត់គឺទេបន្តិចកម្រិតអរិយធម៌នៃពិភពលោកនេះទាបពេកយើងត្រូវបើកការវាយប្រហារទូទៅមួយបន្ថែមទៀតដើម្បីបំផ្លាញការតស៊ូរបស់ពួកគេទាំងស្រុងតើយើងត្រូវបញ្ជាឲ្យពួកគេបញ្ចប់ភ្លាមទេអ្នកដឹកនាំបង្ហាញស្នាមញឹមដ៏ខូចខើម្ដងទៀតមិនប្រញាប់ទេខ្ញុំចង់បានអធិរាជរបស់ពួកគេឃើញផ្ទាល់ភ្នែកប្រជាជនរបស់ខ្ញុំត្រូវបានបំផ្លាញឬដូច្នេះខ្ញុំក៏ដាក់ដៃស្ដាំយឺតចូលទៅក្នុងប្រធានបទបរិស្ថានវិទ្យាហើយដៃយឹកមួយបានគ្របដណ្ដប់លើអ្នកចម្បាំងជាច្រើនអ្នកភ្លាមកងទ័ពទាំងមូលឃើញដូច្នោះក៏ផ្ទុះការត្រេកអរភ្លាមដែលបន្លឺឡើងពីស្ថានសួគ៌មកផែនដីហើយបន្ទាប់មកអ្នកដែលលុតជង្គង់លើដីគឺត្រកូលធានធឿងយាយឆៃត្រូវបានគេសង្គ្រោះមេដឹកនាំក្រៅភពព្យាយាមនៅស្ងៀមហើយក្រោកឈរតើព្រះអ្វីវាគ្រាន់តែជាការបំភាន់នៃកម្រិតអរិយធម៌គ្រាន់តែជាមនុស្សដែលមានរាងកាយធំជាងមិនអាចយកឈ្នះក្រុមរបស់យើងបានទេនាវីចម្បាំងទាំងមូលបានលះបង់ការខិតខំប្រឹងប្រែងទាំងអស់ដើម្បីអរិយធម៌ពេលគាត់និយាយចប់ទាហានជនបរទេសជាច្រើនអ្នកបានដំណើរគ្នាចាប់ផ្ដើមកាំភ្លើងធំបាញ់គ្រាប់រ៉ុកែតពណ៌ខៀវដើម្បីទម្លាក់ដៃយ៉ារបស់ខ្ញុំប៉ុន្តែខ្ញុំមិនមានអារម្មណ៍ឈឺរលមាស់ទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាបាតដៃរបស់ខ្ញុំញ័រតិចបន្ទាប់មកខ្ញុំប្រើដៃម្ខាងទៀតអង្អែលម្រាមដៃរបស់ខ្ញុំនាវីចម្បាំងរបស់ជនបរទេសគឺដូចជាក្រដាសកំទេចខ្ញុំបានគ្រវីដៃម្ដងទៀតហើយនាវីចម្បាំងមួយទៀតបានផ្ទុះភ្លាមបន្ទាប់ពីត្រូវបានបុកអ្នកដឹកនាំមើលស្លាប់នៅពីមុខគាត់ដោយមិនជឿវាមិនអាចទៅរួចទេតែរាងកាយមនុស្សអាចទ្រទ្រង់កាំភ្លើងធំរបស់ខ្ញុំដោយរបៀបណាឮដូច្នេះខ្ញុំសើចយ៉ាងត្រជាក់រាងកាយរបស់ខ្ញុំត្រូវបានពង្រឹងជាយូរមកហើយគ្រាន់តែល្អដូចសម្រាមរបស់អ្នកមិនល្អដូចមូសទេនិយាយអីចឹងខ្ញុំក៏បន្តយកដៃទម្លាក់កប៉ាល់ចម្បាំងជនបរទេសម្ដងមួយមេដឹកនាំគ្រាន់តែនឹងយកនាវាចម្បាំងដ៏សំខាន់ហើយរត់ចេញពេលខ្ញុំចាប់គាត់ខ្ញុំមិនបាននិយាយអ្វីច្រើនជាមួយគាត់ទេខ្ញុំបានដកកម្លាំងសំខាន់ចេញជាធូលីដីប៉ុន្មាននាទីក្រោយមកកងទ័ពជនបរទេសដែលឈ្លានពានបានត្រូវខ្ញុំចាញ់ទាំងស្រុង Trey Huyen បានដឹកនាំមន្ត្រីស៊ីវិលនិងយោធាជាមួយគាត់ហើយបានអន់ក្បាលយ៉ាងជ្រាលជ្រៅចំពោះរូបខ្ញុំសូមអរព្រះគុណព្រះហៅហ្វែនដែលបានការពារយើងនិងសង្គ្រោះយើងពីគ្រោះមហន្តរាយនៃការបំផ្លិចបំផ្លាញនៅពេលនេះសម្លេងព្រមានរបស់ប្រព័ន្ធបានបន្លឺឡើងម្ដងទៀតភាពខ្លាំងនៃជំនឿក្នុងចំណោមមនុស្សសម័យទំនើបបានកើនឡើងយ៉ាងខ្លាំងកន្លែងផ្ទុកប្រព័ន្ធដោះសោតំបន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានាពេលអនាគតដោយដូច្នេះខ្ញុំបានបើកហាងប្រព័ន្ធនិងធ្វើបច្ចុប្បន្នភាពឧបករណ៍ជាច្រើនដែលមានតែនៅក្នុងប្រឡោមលោកបែបវិទ្យាសាស្ត្រប៉ុណ្ណោះប៉ុន្តែបច្ចេកវិទ្យាទាំងនេះគឺទំនើបពេកហើយមិនអាចផលិតបានក្នុងសម័យទំនើបនេះទេខ្ញុំដកដង្ហើមធំដោយមិនដឹងខ្លួនវាពិតជាគួរឲ្យអាណិតណាស់រវល់តែកន្លះថ្ងៃបានតែក្រដាសអេតចាយនៅពេលនេះសំឡេងរំលឹករបស់ប្រព័ន្ធបានបន្លឺឡើងម្ដងទៀតដោយរកឃើញចំណុចព្រះគុណរបស់ម្ចាស់ផ្ទះនៅ10លានដោះសោធម្មពលដើម្បីដំឡើងពីដែកសមត្ថភាពក្នុងការដឹងគំនូរអាចផ្ទេរគំនូរបច្ចេកទេសទាំងអស់នៅក្នុងហាងប្រព័ន្ធហើយរបារបច្ចេកវិទ្យាអាចប្រើប្រាស់ដោយផ្ទាល់នៅក្នុងពិភពពិតបន្ទាប់ពីស្ដាប់ហើយភ្នែកខ្ញុំភ្លឺឡើងម្យ៉ាងវិញទៀតបច្ចេកវិទ្យានាពេលអនាគតទាំងនេះមិនត្រឹមតែអាចប្រើប្រាស់បានលុយដ៏អស្ចារ្យប៉ុណ្ណោះទេថែមទាំងអាចយកទៅប្រើប្រាស់ក្នុងពិភពពិតដែលជួយឲ្យឡងខកមានថាមពលបច្ចេកវិទ្យានាពេលអនាគតដោយគិតពីរឿងនេះភ្លាមខ្ញុំចាប់ផ្ដើមព្យាយាមផ្លាស់ប្ដូរគំនូរបែបវិទ្យាសាស្ត្រនិងបច្ចេកទេសកម្រិតអនាគតទាំងអស់
ពន្លឺពណ៌ខៀវកាមជ្រួចប្រឆាំងរូបធាតុការបញ្ជូនរូបគំនូរដ៏ឆ្លៀសវៃនិងរូបគំនូរផ្សេងទៀតពិតជាបានលេចចេញនៅក្នុងដៃរបស់ខ្ញុំម្នាក់មានអំណាចធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខ្ញុំមិនស្ទាក់ស្ទើរក្នុងការតាក់ទងទៅភ្នាក់ងារជាតិដែលពាក់ព័ន្ធជាបន្ទាន់ហើយស្ម័គ្រចិត្តប្រគល់គំនូរទាំងអស់នេះដោយស្ម័គ្រចិត្តអ្នកពាក់ព័ន្ធដំបូងមានជំនឿពាក់កណ្ដាលនិងសង្ស័យពាក់កណ្ដាលពេលទទួលបានព័ត៌មានប៉ុន្តែនៅពេលដែលពួកគេរត់មកផ្ទះខ្ញុំហើយឃើញសម្បត្តិបច្ចេកវិទ្យានៅលើតុពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងយ៉ាងឆាប់រហ័សបច្ចេកវិទ្យានាពេលអនាគតទាំងនេះត្រូវបាននាំដោយអ្នកជំនាញទៅកាន់ទីភ្នាក់ងារស្រាវជ្រាវឈានមុខគេរបស់ប្រទេសនេះត្រឹមតែកន្លះឆ្នាំខ្លីប្រទេសរបស់យើងបានស្រាវជ្រាវនិងផលិតឧបករណ៍និងអាវុធទាំងនេះដោយជោគជ័យជាតិមិនភ្លេចការរួមចំណែករបស់ខ្ញុំទេដែលផ្ដល់កិត្តិយសនិងការទទួលស្គាល់ដ៏អស្ចារ្យដល់ខ្ញុំប៉ុន្តែខ្ញុំបានបដិសេធនៅរង្វាន់ធំពេកដោយគ្រាន់តែទទួលយកការសរសើរដ៏សាមញ្ញមួយសម្រាប់ខ្ញុំអាចមើលឃើញប្រទេសរបស់ខ្ញុំកាន់តែរឹងមាំនិងរឹងមាំប៉ុន្តែប្រជាជនមានជីវភាពប្រសើរជាងគ្រប់គ្រាន់ហើយខ្ញុំនៅតែរស់នៅក្នុងជីវិតស្ងប់ស្ងាត់និងសុខសាន្តវាគ្រាន់តែថានៅលើកំពូលនៃការការពារបន្ថែមដែលប្រទេសផ្ដល់ឲ្យធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនក្នុងការការពារពិភពលោកខ្នាតតូចផ្នែកអេកូឡូស៊ីលើកនេះខ្ញុំមើលទៅធុងអេកូឡូស៊ីម្ដងទៀតជេឆៃនក៏កាន់តែមានថាមពលខ្លាំងឡើងបន្តិចម្ដងជំនាញបច្ចេកទេសនិងបច្ចេកទេសដាំដុះកាន់តែទំនើបមនុស្សពីមុនបានអន់ក្បាលដោយគោរពចំពោះរូបព្រះរបស់ខ្ញុំមានអារម្មណ៍ថាមានការកោតសរសើរដល់ទេវភាពបន្តិចចិត្តខ្ញុំពេញដោយការសម្រាលទុកខ្ញុំនឹងបន្តការពារពិភពទាំងពីរដែលជាកម្មសិទ្ធិរបស់ខ្ញុំដោយមើលពួកគេបោះជំហានទៅកាន់អនាគតដ៏